គាប្រមួយកើតខែសាទឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី1ខែកក្កដាឆ្នាំ2025នឹងយើងបន្តមេរៀននៅអភិធម្មរបស់យើងបន្តនៅក្នុងបច្ចយសង្ឃៈយើងចប់បច្ច័យណាចប់ដល់សីលពតបាទានអត្តវាទណាអានឹងទៅដល់ឧបាទានណាឧបាទាននឹងវាអង្គធរឧបាទាន4នឹងអង្គធរទៅ2ការមុបាទាននិងទិដ្ឋូបាទានការប្រកាន់មមដោយតណ្ហាខ្លាំងនឹងវាចូលទៅឈ្មោះថាឧបាទានហើយការប្រកាន់ដោយទិដ្ឋិនឹងក៏ឈ្មោះថាឧបាទានដូចគ្នាអញ្ចឹងបាននៅក្នុងទិដ្ឋិទាំងអស់វាមានទិដ្ឋិ62បូកនឹងនិយតមិច្ឆាទិដ្ឋិ3 65មែនទេហើយបូកនឹងអន្តគាទិដ្ឋិនឹង10ទៀតឡើងប្រមាណណាឡើងទិដ្ឋិនឹង75ឧបាទាននឹងវាមានតែ2នឹងទេវាមានកាមហើយនឹងទិដ្ឋិណាតណ្ហាលោកជាអនិទិដ្ឋិហ្នឹងឧបាទានអញ្ចឹងវាមាន75ណាអន្តគាហេកទិដ្ឋិ10ណាលោកទៀងលោកមិនទៀងលោកមានទីបំផុតលោកមិនមានទីបំផុតណាជីវៈនិងសរីរៈជារបស់តែមួយជីវៈនិងសរីរៈរបស់ផ្សេងគ្នាសត្វស្លាប់ហើយកើតទៀតសត្វស្លាប់ហើយមិនកើតទៀតសត្វស្លាប់ហើយកើតទៀតក៏មានមិនកើតទៀតក៏មានសត្វស្លាប់ហើយកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនណាវាចូលឈ្មោះតាអន្តគាហេកទិដ្ឋិ10ណាអញ្ចឹងវានៅក្នុងទិដ្ឋិណាអង្គធរហ្នឹងគឺទិដ្ឋិចិត្តសឹកនឹងប្រកាន់នៅក្នុងហេតុផ្សេងដែលចូលនៅក្នុងទិដ្ឋិហ្នឹងអញ្ចឹងគេចូលនៅបាទាននៅក្នុងទិដ្ឋិណាឡើយមកមើលសិលបតោបាទានវាមាន4ទី1គឺកាមុបាទានទី2គឺទិដ្ឋូបាទានទិដ្ឋូបាទានវាសិលបតោបាទាននឹងមួយទៀតស្អីគេអត្តវាទុបាទាននឹងវាចេញដកចេញតែពិតវាជាទិដ្ឋិនឹងឯងប៉ុន្តែมันអាចរាប់បញ្ចូលគ្នាទេវាផ្សេងគ្នាការបដិបត្តិខុសផ្លូវដែលត្រឹមត្រូវដូចជាបដិបត្តិខ្លួនឲ្យដូចជាសត្វគោឬសត្វឆ្កែអានេះដូចរួចហើយណាណាណារួចឆ្កែឆ្មានឹងមិនសមមិញហ្នឹងយល់នៅអ្នកដែលបដិបត្តិឆ្កែឆ្មានឹងនិយាយឲ្យស្ដាប់ម្ដងទៀតថាពួកនឹងយល់ថាអាកម្មវិបាករបស់យើងនឹងគឺវាកើតមកពីអកុសលកម្មតើបានអត់ហើយកាលណាយើងធ្វើខ្លួនឲ្យលំបាកដោយទទួលអកុសលកម្មច្រើនប៉ុណ្ណាវានឹងអស់អកុសលកម្មទៅយើងនឹងសុខនឹងបានទៅកើតនៅក្នុងឋានសួគ៌ដែលជាកលែងដែលសុខតើបានអត់ចឹងបានវាព្យាយាមធ្វើវត្តយ៉ាងណាហ្នឹងហើយអាវត្តឆ្កែវត្តឆ្មាហ្នឹងវាជាវិបាករបស់អកុសលកម្មហ្នឹងឯងហើយយើងខំធ្វើដូចឆ្កែដូចឆ្មាដោយសត្វគោដែលជាសត្វដែលទទួលវិបាកអញ្ចឹងទៅយើងធ្វើដូចទៅគឺឈ្មោះថាយើងទទួលនឹងវិបាកនៃកម្មហ្នឹងណាចឹងទៅគឺវាដល់ទៅពេលទទួលអស់ហើយវាអស់វិបាកហើយណាគេនៅសល់តែបុណ្យចុះនឹងវាមានបានបុណ្យមកពីណាព្រះអង្គសម្ដែងថាអ្នកណាធ្វើវត្តគោទៅកាត់គោណាធ្វើវត្តឆ្កែកាត់ឆ្កែណាការយល់ខុសនឹងទិដ្ឋិនឹងមិនដែលទៅកាន់ស្ថានសួគ៌ទេបងមានតែទៅកាន់អបាយណាមកវាជាអកុសលអត្តវាទុបាទានមើលអត្តវាទុបាទានបានដល់
អត្តទិដ្ឋិឬសកាយទិដ្ឋិដែលប្រកាន់មើមក្នុងខណ្ឌ5ថាជាតួខ្លួនមាន20យ៉ាងឬដោយពិស្ដា256គឺសកាយទិដ្ឋិដែលកើតដោយអាស្រ័យរូបខណ្ឌជាអារម្មណ៍មាន4ឬ112សកាយទិដ្ឋិដែលកើតដោយអាស្រ័យវេទនាខណ្ឌជាអារម្មណ៍មាន4ឬ72សកាយទិដ្ឋិដែលកើតឡើងដោយអាស្រ័យសញ្ញាខណ្ឌជាអារម្មណ៍មាន4ឬ24សកាយទិដ្ឋិដែលកើតឡើងដោយអាស្រ័យសង្ខារខណ្ឌជាអារម្មណ៍មាន4ឬ24សកាយទិដ្ឋិដែលកើតឡើងដោយអាស្រ័យវិញ្ញាណខណ្ឌជាអារម្មណ៍មាន4ឬ24សកាយទិដ្ឋិដែលកើតឡើងដោយអាស្រ័យរូបខណ្ឌជាអារម្មណ៍មាន4លេខវាមានប៉ុន្មានទាំងអស់ខណ្ឌវាមាន5ណាអានេះសកាយទិដ្ឋិដែលកើតឡើងដោយអាស្រ័យរូបខណ្ឌដែលមាន4គឺនឹងឥឡូវមកចូលមកមើលរូបាំងអតតោសមនុបស្សតិមានការយល់ឃើញថារូបជាយើងរូបយើងជារូបយល់ថាយើងនិងរាងកាយដូចគ្នាដូចជាឃើញអណ្ដាតភ្លើងនិងពន្លឺភ្លើងថាយើងនិងរាងកាយនឹងវាដូចតែគ្នាទេយល់អត់ចឹងបានថារូបនឹងជាយើងគេអារូបសំដៅដល់រាងកាយណាយើងនឹងរាងកាយនឹងរបស់តែមួយថាបានអត់រូបជាយើង2រូបវន្តាំងវាអត្តាំងមានការយល់ឃើញថាយើងមានរូបណារូបជាយើងយើងមានរូបយល់ថាយើងនឹងរាងកាយតែមួយដូចដើមឈើមួយដើមនឹងម្លប់ណាយើងមានរូបណាយើងមានរូបនឹងដូចដើមឈើមានម្លប់ចឹងយើងមានរូបជាយើងនឹងដូចគ្នាតែមួយ3អត្តនិវារូបាំងមានការយល់ឃើញថារូបនៅក្នុងយើងតែពិតយើងនឹងគេប្រែខ្លួនណាកន្លែងខ្លះគេថារូបជាខ្លួនមានរូបនៅក្នុងខ្លួននៅក្នុងរូបអញ្ចឹងវា4ហ្នឹងណាយល់អត់ប៉ុន្តែអាយើងនឹងខ្លួននេះវាតែមួយទេបងយល់ហើយណាអត្តនិវារូបាំងមានការយល់ឃើញថារូបនៅក្នុងយើងយល់ថាយើងនឹងរាងកាយតែមួយដូចក្លិនផ្កាដែលនៅក្នុងផ្កាណានេះវាឧទាហរណ៍ផ្សេងគ្នាតែវាមានការយល់តែវាតែមួយណាតើអត់បងប៉ុន្តែអាការយល់ហ្នឹងអ្នកខ្លះក៏យល់ថាដូចយើងមានរូបហ្នឹងគឺវាដូចដើមឈើនឹងម្លប់ចឹងឧទាហរណ៍គេណាអ្នកខ្លះអញ្ចឹងយល់ថារូបជាយើងហ្នឹងវាដូចអណ្ដាតភ្លើងនិងពន្លឺភ្លើងចឹងណាវាតែមួយអ្នកខ្លះក៏យល់ថាផ្កានៅក្នុងក្លិនហ្នឹងក្លិននៅក្នុងផ្កាហ្នឹងវាតែមួយបងចា4រូបបាស្មឹងវាអត្តនាងមានការយល់ឃើញថាយើងនៅក្នុងរូបយល់ថាយើងនឹងរាងកាយតែមួយដោយកែវមณีមួយដែលនៅក្នុងប្រអប់នៅក្នុងណាក្លិននៅក្នុងផ្កាយល់អត់អាហ្នឹងគេហៅថាស្អីរូបនៅក្នុងយើងរូបនៅក្នុងយើងនឹងដូចក្លិននៅក្នុងផ្កាដល់តែពេលយើងនៅក្នុងរូបដោយកែវមณีនៅក្នុងប្រអប់អាកែវមณีនឹងជាយើងនៅក្នុងប្រអប់នឹងជារូបណាយល់ទេបងដល់ពេលរូបក្នុងយើងនឹងក្លិននឹងជារូបដល់ពេលអាផ្កានឹងជាយើងនឹងគឺកំណត់យល់ឃើញអញ្ចឹងហើយ4ដងនឹងដូចគ្នាជាមួយនឹងវេទនា4ទៀតទៅវាបាន20ណា4 5ដង20យល់ទេបងឥឡូវមើលគេគុណដើម្បីបាន112សម្រាប់ចំនួនពិស្ដា112នោះគឺសកាយទិដ្ឋិដែលមានរូបខណ្ឌជាអារម្មណ៍4យ៉ាងនេះកើតឡើងដោយអាស្រ័យបតវ័យកមានកើតឡើងដោយអាស្រ័យអពរជាដើមរហូតដល់
ចេរតាអនិច្ចតាក៏មានដូច្នេះសកាយតតិ4គុណនឹងរូប28បានន័យថាវាប្រកាន់នៅក្នុងរូបនឹងវាទាំង28ហ្នឹងប្រកាន់មួយដូច្នេះសកាយតតិ4ហ្នឹងវាឡើងទៅ112យល់នៅបងដោយថាបតវ័យហ្នឹងវាអត់ប្រកាន់ថារូបទេឧទាហរណ៍ថាណាបតវ័យជាយើងឃើញទេលើកបតវ័យមកមួយថាបតវ័យជាយើងជាយើងមានបតវ័យតើអត់ហើយបតវ័យនៅក្នុងយើងនៅក្នុងបតវ័យអញ្ចឹងវាប្រកាន់លើកយករូបណាមួយមកប្រកាន់ក្នុង44ហ្នឹងទៅរូប28វាឡើងដល់112តើនៅបងសកាយតតិដែលកើតឡើងដោយអាស្រ័យវេទនាជាអារម្មណ៍មាន4គឺវេទនាអត្តតោសមនុបស្សតិយល់ឃើញថាការសោយអារម្មណ៍ជាយើងគឺការសោយអារម្មណ៍យល់ថាយើងនឹងការសោយអារម្មណ៍នឹងតែមួយវេទនាវន្តាំងវាអត្តានੰយល់ថាយើងមានការសោយអារម្មណ៍យល់ថាយើងនឹងការសោយអារម្មណ៍នោះជារបស់តែមួយ3អត្តនិវាវេទនាំយល់ថាការសោយអារម្មណ៍នៅក្នុងយើងគឺយល់ថាយើងនឹងការសោយអារម្មណ៍ជារបស់តែមួយវេទនាយវាអត្តានੰយល់ឃើញថាយើងនៅក្នុងការសោយអារម្មណ៍យល់ថាយើងនឹងការសោយអារម្មណ៍ជារបស់តែមួយណាសរុបមកតែយើងចាំខាងដើមត្រឡប់មកណាវេទនាជាយើងមានវេទនាអញ្ចឹងទៅយល់ទេហើយវេទនានៅក្នុងយើងនៅក្នុងវេទនាយល់អត់វេទនាជាយើងមានវេទនាហ៎វាសរុបទៅថាវាប្រកាន់ចូលគ្នាថាយើងនឹងឯងបងថាខ្លួននឹងតើណាច្របាច់បញ្ចូលគ្នានឹងថាខ្លួននឹងសរុបទៅថាមានខ្លួននឹងដោយគេហៅថាអត្តាណាយល់អត់អត្តានុទិដ្ឋិនឹងមានខ្លួននឹងយើងណាយើងនេះវាចូលទៅចាប់ប្រកាន់នៅរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនឹងឯងថាជាយើងអញ្ចឹងទៅវាក៏បានសកាយតតិ20យល់ទេណាអញ្ចឹងអាសកាយតតិនឹងមាននៅក្នុងបុគ្គលគ្រប់រូបទាំងអស់ទាំងសត្វទាំងអីដែលមានវិញ្ញាណនឹងឯងព្រោះវានៅមានអនុស័យមិនទាន់បានលះតើអត់ណាតែសកាយតតិនេះមិនរាប់ថាទិដ្ឋិដែលមិនប្របាក់កែទេណាទិដ្ឋិដែលស្ដាប់រៀនសូត្រអីចឹងទៅក៏បដិបត្តិទៅក៏លះបានណាសម្រាប់មគ្គផលទៅតែទិដ្ឋិកែមិនបានហ្នឹងចូលពពួកនោះទិដ្ឋិ62និងអនិយតមច្ឆទិដ្ឋិអីចឹងជាដើមហ្នឹងវាពិបាកកែយល់ទេបងណាសេចក្តីឧបមាដែលតេតងនឹងវេទនាទាំង4ចំណុចនេះដូចដែលសម្ដែងក្នុងរូបខណ្ឌសម្រាប់ចំនួនពឹស្ដា72នោះគឺវេទនាការបពោលដោយទ្វាមាន6បានដល់ចក្ខុសម្ផស្សជាវេទនាជាដើមក្នុងវេទនា6យ៉ាងនេះចែកចែងជា3សោកវេទនាទុក្ខវេទនានិងឧបេក្ខាវេទនារួមជាវេទនា18ណាសកាយតតិទាំង4កើតដោយអាស្រ័យចក្ខុសម្ផស្សជាវេទនាក៏មានកើតឡើងដោយអាស្រ័យចក្ខុសម្ផស្សជាទុក្ខវេទនាក៏មានកើតឡើងដោយអាស្រ័យចក្ខុសម្ផស្សជាឧបេក្ខាក៏មាននិងសកាយតតិ4ដែលកើតឡើងដោយអាស្រ័យសុខទុក្ខឧបេក្ខាដែលទាក់ទងជាមួយនឹងសោតៈជាដើមរហូតដល់មនៈក៏ដូចគ្នាដូច្នេះសកាយតតិ4គុណនឹងវេទនា18ទើបត្រូវជា72យល់នៅកន្លែងហ្នឹងណា4ហ្នឹងគឺ4ខាងលើនឹងឯងដល់18ហ្នឹងជាវេទនាវេទនាដែលយើងរៀនមកមិនមានវេទនា6យល់អត់ដល់អាវេទនា6ហ្នឹងវាមានលក្ខណៈរបស់វាគឺសុខទុក្ខឧបេក្ខាណាតើនៅបង
đôi ta sọc nó không thuyết tiếng bầm mùi nâng về miền về tình bầm mùi bà đây giờ là tục nông về tình không thuyết tiếng bầm mùi nâng về miền bầm mùi tiệt ở pe kha nó không thuyết tiếng bầm mùi nâng về miền bầm mùi tiệt chẳng về bầm mùi bay đòn giờ lấy chẳng về tình về miền đọc bầm bấy hay dân côn nâng saka giờ ta thế bốn thì mà nâng chất sập pì giờ nè Saka yata thế cắt láng đòi sài sanya khan địa ram miến buồn cứ sanyang atatao sama nupasati vô khơi tha ca cham aram chỉ dương cứ ca cham aram vô thà dương nâng ca cham aram chỉ bỏ đôi kia sanya văn tăng với ata năng vô khơi tha dương miên ca cham aram nè thà sanya nó chỉ dương miền sanh nhà thì bấy sanh nhà không dương không sanh nhà anh ta nị vía sanh nhà vô khơi thá ca cha mà ram nấu không dương ca cha mà ram nâng ban đo sanh nhà cái prai sầm rai bốn sanh nhà dễ vía anh ta nàng vô khơi thá dương nấu không ca cha mà ram vô lót bố chấm nói pi bay buôn vô tha dương miền ca cham aram chỉ bọtแต่มวย ri ai ចំណុចឧបមាសំដែងមកហើយក្នុងរូបខណ្ឌសម្រាប់ចំនួនពឹស្ដា24នោះគឺមានការចាំអារម្មណ៍នោះកាលបើពោលដោយសញ្ញាអពោលដោយអារម្មណ៍មាន6យ៉ាងបានដល់រូបសញ្ញាសតិសញ្ញាកន្ធៈសញ្ញារសសញ្ញាបដិពាក្យសញ្ញានិងធម្មសញ្ញាសកាយតិដ្ឋិទាំង4កើតឡើងដោយអាស្រ័យរូបសញ្ញាក៏មានអាស្រ័យកន្ធៈសញ្ញាជាដើមក៏មានដូច្នេះសកាយតិដ្ឋិទាំង4គុណនឹងសញ្ញា6ទើបត្រូវជា24សកាយតិដ្ឋិដែលកើតឡើងដោយអាស្រ័យសង្ខារខណ្ឌជាអារម្មណ៍មាន6គឺមាន4គឺសង្ខារេអតតោសមនុបស្សតិយល់ឃើញថាការតតែងក្នុងអារម្មណ៍ជាយើងគឺការតតែងក្នុងអារម្មណ៍យល់ថាយើងនឹងការតតែងក្នុងអារម្មណ៍ដូចគ្នាសង្ខារវន្តតាំងវាអត្តាnăngយល់ឃើញថាយើងមានការតតែងក្នុងអារម្មណ៍3អត្តនិវាសង្ខារាយល់ឃើញថាការតតែងក្នុងអារម្មណ៍នៅក្នុងយើង4សង្ខារេសុវាអត្តាnăngយល់ឃើញថាយើងនៅក្នុងការតតែងអារម្មណ៍ចំណុច2 3 4យល់ឃើញថាយើងនឹងការតតែងក្នុងអារម្មណ៍ជាវត្ថុតែមួយហើយចំណុចឧបមាសម្ដែងដោយក្នុងរូបខណ្ឌសម្រាប់ចំនួនពឹស្ដា24នេះគឺការតតែងនៅក្នុងអារម្មណ៍នោះបើពោលដោយអារម្មណ៍មាន6យ៉ាងបានដល់រូបសញ្ញាចេតនាសតិសញ្ញាចេតនាកន្ធៈសញ្ញាចេតនារសសញ្ញាចេតនាផតពាក្យសញ្ញាចេតនានិងធម្មសញ្ញាចេតនាសកាយតិដ្ឋិទាំង4ដែលកើតដោយអាស្រ័យរូបសញ្ញាចេតនាក៏មានអាស្រ័យសតិសញ្ញាចេតនាជាដើមក៏មានដូច្នេះសកាយតិដ្ឋិ4គុណនឹងចេតនា6ទើបត្រូវជា24សកាយតិដ្ឋិដែលកើតឡើងដោយអាស្រ័យវិញ្ញាណខណ្ឌជាអារម្មណ៍មាន6គឺវិញ្ញាណังអត្តតោសមនុបស្សតិយល់ឃើញថាការដឹងអារម្មណ៍ជាយើងគឺការដឹងអារម្មណ៍យល់ថាយើងនឹងការដឹងអារម្មណ៍ជារបស់តែមួយ2វិញ្ញាណវន្តតាំងវិអត្តាnăngយល់ឃើញថាយើងមានការដឹងអារម្មណ៍3អត្តានិវាវិញ្ញាណังយល់ឃើញថាការដឹងអារម្មណ៍នៅក្នុងយើងវិញ្ញាណស្មឹងវិអត្តាnăngយល់ឃើញថានៅក្នុងការយើងនៅក្នុងការដឹងអារម្មណ៍ណាផ្លេចយើងមួយកន្លែងចំណុចទី4នឹងថែមយើងនៅក្នុងការដឹងអារម្មណ៍នៅក្នុងយើងនៅក្នុងអារម្មណ៍តើអត់4នឹងវាផ្លេចយើងចំណុច2 3 4យល់ថាយើងនឹងការដឹងអារម្មណ៍ជារបស់តែមួយឯចំណុចឧបមាដូចដែលសម្ដែង
ក្នុងរូបខណ្ឌសម្រាប់ចំនួនពឹស្ដាម24នោះគឺការដឹងអារម្មណ៍នេះបើពោលដោយទ្វាមាន6បានដល់ចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណនិងមโนវិញ្ញាណសកាយតិធិទាំង4កើតឡើងដោយអាស្រ័យចក្ខុវិញ្ញាណក៏មានអាស្រ័យសោតវិញ្ញាណជាដើមក៏មានដូច្នេះសកាយតិធិ4គុណនឹងទ្វា6ទើបត្រូវជា24អธิบายថាអ្នកដែលមានអត្តវាទុបាទាននេះមិនឃើញមិនយល់និងមិនជឿថាខណ្ឌ5នោះខណ្ឌ5នេះជាអនត្តានេះអានោះសំខាន់យល់ថាអត្តាណាបងវាមិនយល់ថា5នឹងវាជាអនត្តាទេគឺជាសភាវៈដែលមិននៅក្នុងអំណាចបង្កប់បញ្ជារបស់អ្នកណាมันមានតួខ្លួនយល់ថាខណ្ឌ5នេះជាអត្តៈវិញជាអត្តៈមានតួខ្លួនហើយតួខ្លួននេះជាឥស្សរៈអាចបង្កប់បញ្ជាខណ្ឌ5បានអត្តៈបញ្ជាឲ្យរាងកាយដើរដេកឈរអង្គុយនិយាយមើលស្ដាប់ជាដើមទាំងនេះរាងកាយក៏ធ្វើតាមអត្តៈប្រើការប្រកាន់មមថាជាអត្តៈពីរយ៉ាងគឺបរមអត្តៈនិងជីវអត្តៈការប្រកាន់មមថាអត្តៈនេះជាអ្នកសាងលោកឡើងបានបណ្ដាវត្ថុដែលមានជីវិតនិងមិនមានជីវិតទាំងឡាយដែលប្រកបក្នុងលោករាល់ថ្ងៃនេះក៏សុទ្ធតែកើតមកដោយអំណាចនៃអត្តៈទាំងអស់គឺការប្រកាន់មមដូច្នេះមានប្រកាន់មមដូច្នេះបានឈ្មោះថាបរមអត្តៈគឺថាសពសត្វទាំងអស់នេះនឹងគឺវាមានអត្តៈនឹងជាអ្នកសាងលោកយល់អត់យ៉ាងគេថាបរមត្តអត្តៈបរមៈណាការប្រកាន់មមថាបណ្ដាសត្វទាំងឡាយដែលរស់នៅក្នុងលោកនេះមានតួខ្លួនគឺមានជីវិតដោយសារការប្រកាន់មមដូច្នេះមានឈ្មោះថាជីវអត្តៈណាជីវិតហ្នឹងជីវិតដោយសារតួខ្លួននឹងឯងគឺមានជីវិតដោយសារការប្រកាន់មមដូច្នេះយល់ទេបងអธิบายថាបរមអត្តៈនេះមានប្រវត្តិមកថានាកាលសម័យដែលកាប់ត្រូវប្រឡ័យដោយភ្លើងហើយផ្ដើមសាងឡើងថ្មីនេះបឋមជាភូមិ3បានសាងឡើងមុនភូមិផ្សេងក្នុងវេលាដែលសាងស្រេចថ្មីនេះមិនទាន់មានព្រំអង្គណាម្នាក់កើតឡើងឡើយបន្ទាប់មកព្រំដែលនៅខាងលើតាំងពីទុតិយជាភូមិអង្គណាមួយអស់បុណ្យចាក់ភូមិនោះហើយក៏ស្យុតមកកើតក្នុងបឋមជាភូមិនេះប្រកាសជាមហាព្រំជាអង្គដំបូងមហាព្រំនេះមានរស្មីរុងរឿងច្រើនលុះកាលយូរមកមហាព្រំអង្គនេះមានចិត្តស្រងេះស្រងោចកើតឡើងទើបនឹកប្រាថ្នាចង់ឲ្យមានព្រំអង្គផ្សេងកើតទៀតផ្សេងទៀតមកកើតនៅជាមួយជួនជាពេលនោះព្រំដែលនៅក្នុងភូមិខាងលើអង្គខ្លះអស់បុណ្យអស់អាយុក៏នាំគ្នាស្យុតមកកើតនៅក្នុងបឋមជាភូមិនោះក្នុងវេលានោះជាប់តគ្នាច្រើនអង្គតែពួកព្រំដែលកើតមកកើតចំនួនក្រោយមិនមែនជាមហាព្រំទេប៉ុន្តែជាព្រំបរិសជាខ្លះព្រំបរោហតាខ្លះដែលសុទ្ធតែជាបរិវាររបស់មហាព្រំទាំងអស់ឡើយនឹងយល់ទេបងព្រំនឹងវាកើតមកនៅតែឯងទៅមហាព្រំដូចប្រាថ្នាឲ្យព្រំដតីមកកើតជាមួយហើយវាស្របពេលហ្នឹងក៏មានព្រំមកកើតរួចយល់ថាម៉េចបងណាព្រោះតើមហាព្រំនឹងយល់ថាម៉េចយល់ថាខ្លួននឹងឯងអ្នកបង្កើតមហាព្រំតើអត់យល់ដែរខ្លួននឹងឯងជាអ្នកតាក់តែងខ្លួននឹងឯងជាអ្នកសាងលោកយល់ទេមហាព្រំខ្លួនឯងនឹងយល់ដូចថាគិតមិនវាកើតអញ្ចឹងយល់ទេណាបើគិតថាឲ្យព្រំមកនៅព្រំវាមកមែនវាមិនដូចចិត្តយល់អត់មិនដូចចិត្តទៅមិនអញអ្នកបង្កើតតើណាអញអ្នកសាងណាអញគិតយ៉ាងម៉េចវាកើតអញ្ចឹងតាមអញឃើញទេហ្នឹងហើយបានគេយល់ថាគេហៅបរមអត្តៈហ្នឹង
លោកនេះនឹងគឺបរមអត្តៈអ្នកសាងនឹងឯងគឺព្រំនឹងឯងយល់អត់សេចក្តីរុងរឿងនៃរស្មីក្នុងកាយក៏មានតិចជាងព្រះមហាព្រំកាលបើមហាព្រំបានឃើញពួកព្រំទាំងឡាយមកកើតក្នុងវេលានោះក៏គិតថាកាលយើងមានសេចក្តីប្រាថ្នាចង់បានព្រំមកកើតរួមជាមួយសេចក្តីប្រាថ្នារបស់យើងក៏សម្រេចសំដូចសេចក្តីប្រាថ្នាដូច្នេះយើងនេះហើយទើបជាអ្នកដែលសាងព្រំទាំងឡាយឲ្យប្រកាសឡើងក្នុងលោកយកមកគិតមើលអានឹងមានអ្នកណាទៅលៀងខួរព្រំនឹងថាមិនឲ្យគិតអញ្ចឹងបើគិតអញ្ចឹងហើយវាឃើញអញ្ចឹងណាអញ្ចឹងគឺការកើតឡើងក្នុងកាប់ដំបងគឺមានតែព្រំទេដែលកើតមុនគេនឹងបងដំបងនឹងឆេះអស់ហើយមានអីកើតទៀតអញ្ចឹងដល់កើតឡើងហ្នឹងថាគេនឹងហើយអ្នកសាងលោកដំបងដោយសារអាងអាហ្នឹងណាចំណែកពួកព្រំទាំងឡាយដែលកើតថ្មីនោះបានមើលឃើញមហាព្រំមានរស្មីរុងរឿងមានគ្រឿងអភិរណៈដែលប្រដាប់កាយរហូតដល់ទាំងវិមានដែលនៅដល់ស្រស់ស្អាតទើបនឹមគ្នាប្រឡប់ឡើងថាអាយ៉ាងខោភិវាំងព្រមាមហាព្រមាអភិភូអនៈភិភូតោអញ្ញតតហោទសោវសវតីអ៊ីស្រោណាអ៊ីស្រោកត្តានិមេតាសេតហោសច្ចិតាវស័យបេតាភូតៈភិបជាណាំងអ៊ីមេនីមយ៉ាងភោតាព្រមមុនីនិមេតាក្នុងព្រមជាលសូត្រណាក្នុងសិលខណ្ឌវៈប្រែសេចក្តីទៅថាព្រមអង្គនេះជាមហាព្រំអាចគ្រប់គ្រងសត្វទាំងឡាយបានមិនបាននៅក្រោមសេចក្តីគ្រប់គ្រងរបស់អ្នកដតីណាឡើយជាព្រំដែលអាចដឹងនិងឃើញវត្ថុផ្សេងបានដោយពិតប្រាកដអាចធ្វើឲ្យសត្វទាំងឡាយបដិបត្តិឲ្យប្រព្រឹត្តទៅតាមសេចក្តីពេញចិត្តរបស់ខ្លួនបានជាព្រះឥសូរដែលជាអ្នកគ្រប់គ្រងសត្វទាំងឡាយជាអ្នកសាងលោកនិងសត្វទាំងឡាយជាអ្នកប្រសើរបំផុតក្នុងលោកជាអ្នកចាត់ចែងសត្វឲ្យជាក្សត្រជាព្រាហ្មណ៍ជាសិទ្ធិជាអ្នកមានជាអ្នកក្រតាមសំគួរដល់ឋានៈជាបិតារបស់សត្វដែលប្រកាសឡើងហើយនឹងប្រកាសតទៅខាងមុខសំបីយើងទាំងឡាយដែលប្រកាសកើតឡើងសំបីស្ថានទីនេះក៏ព្រោះព្រះមហាព្រំអង្គនេះជាអ្នកសាងឡើងកាលបើប្រពគ្នាដូច្នេះហើយក៏នាំគ្នាមកក្រាបប្រតិបត្តិទទួលបម្រើព្រះមហាព្រំគ្រប់ប្រការព្រំដែលកើតក្រោយហ្នឹងវាយល់ឃើញអញ្ចឹងទេញោមតើអត់ព្រំដែលកើតក្រោយមានព្រះសជាបរោហេតាហ្នឹងវាឃើញតែមហាព្រំមានហ្នឹងដែលក្រៃលែងធំឡើងហ្នឹងវាថាយើងកើតឡើងនេះដោយសារមហាព្រំនេះឯងអ្នកបង្កើតយល់ទេតើនៅមហាព្រំនេះថាអញអ្នកបង្កើតយល់អត់ដល់អានេះដែលកើតឡើងដោយខ្លួនឯងវាថាមហាព្រំអ្នកបង្កើតយល់អត់អញ្ចឹងវាមិនមែនថាមហាព្រំបង្កើតតែអញទេមហាព្រំនេះវាកើតបង្កើតសពសត្វទាំងអស់យល់អត់តាក់តែងឲ្យមនុស្សនឹងជាក្សត្រជាព្រាហ្មណ៍ជាវេសៈជាសុត្រានឹងគឺព្រំអ្នកចាត់ចែងយល់ទេបងអញ្ចឹងបានព្រាហ្មណ៍នឹងគេប្រកាន់យល់ទេព្រាហ្មណ៍នេះគេថាគេនេះកើតពីប្រអស់កើតពីមាត់ព្រំយល់អត់ហើយអ្នកណាជាវណ្ណៈទាស័យនឹងកើតពីបាតជើងព្រំយល់អត់ណានឹងបានគេប្រកាន់តាគេនឹងក្រិនបើពួកព្រាហ្មណ៍ណាតមកពួកព្រំដែលជាបរិវារទាំងនោះកាលអស់បុណ្យអស់អាយុពីព្រំហើយស្យុតចុះមកកើតក្នុងមនុស្សលោកសម្រាប់ព្រះមហាព្រំនោះក៏នៅមានជីវិតព្រោះអាយុច្រើនជាងព្រំពួកនោះគេហៅកើតមកហើយដែលអាចបានឈានទៀតណាអង្គជីដូចថាធ្លាក់ពីព្រំទៅធ្វើទៅបោះរួចទៅកើតទៀតឃើញមហាព្រំនឹងនៅដដែលទៀតចឹងណាទៅបានជាមហាព្រំនឹងទៀងខ្លួនឯងមិនទៀងបានជាយល់ថាទៀងខ្លះមិនទៀងខ្លះស្រាប់បានទៅបងណាអញនេះលេះលោះអស់បនមកកើតទៀតប៉ុន្តែព្រំទៀងឃើញអត់
nè prom ọt từ nè ngọtประมาณ đo ngay cả mà khơi để prom nâng đặt đài nè vô lẽ anh nâng người ta chỉ tiền class mình tiền class hả nè nè vô đây ca khơi nè cái trâu bọc kế rồi cái khơi ban đầu phần nâng về mình ban vô lại khơi đặt tay tiệt này trong ban là ca vô nâng vòng thay chỉ mình cha tự thị về mình ban vô trâu nó không sụp hiu bị thò tam dịch đầy bật nâng ban vô khơi chẳng nè vì vô làm tập phần nâng tham mạch trần dương prom bộ nổ trong này prom tương lai đây cho một cái chỉ menu hai nấu bộ class vừa samatha ban chiên apinye ai khơi prem ha prom ban các dịch đâyประกันเมืองយ៉ាងក្រៃលែងឡើងថាលោកនឹងសត្វទាំងឡាយដែលមាននៅក្នុងលោកនេះព្រះមហាព្រហ្មជាអ្នកសាងឡើងទាំងអស់ព្រោះហេតុនោះព្រះមហាព្រហ្មនោះជាព្រះដ៏ប្រសើរបានឈ្មោះថាបរមអត្តៈអត្តៈនេះសំដៅដល់ព្រហ្មនេះហើយយល់អត់អបរមៈនេះប្រសើរយល់អត់អ្នកដែលសាងអត្តៈហ្នឹងគឺព្រហ្មហ្នឹងហើយសាងលោកយល់ទេបងជាអ្នកមិនស្លាប់មិនសូន្យទៅណានេះគេថាវានៅតែសាងលោកនោះវាមិនឃើញស្លាប់ទៅណាណាជាអ្នកមិនស្លាប់មិនសូន្យទៅណាការឃើញប្រកាន់ដូចនេះបានជាប់តមកមានប្រជាប្រិយតាកតងគ្នារហូតដល់បច្ចុប្បន្ននេះប្រហែលនោះពួកដែលមានសេចក្តីឃើញថាបណ្ដាវត្ថុផ្សេងដែលមានជីវិតនិងមិនមានជីវិតមានប្រកបក្នុងលោករាល់ថ្ងៃនេះរហូតទាំងសេចក្តីសប្បាយសេចក្តីលំបាកមានការមានទ្រព្យសម្បត្តិច្រើនភាពក្រខ្សត់ភាពស្អាតភាពមិនស្អាតត្រកូលពោះត្រកូលទាបជាដើមទីនេះក៏ព្រោះបរមអត្តៈជាអ្នកសាងឡើងនោះក៏កើតមកពីមនុស្សក្នុងសម័យដើមកាត់ដែលបានឈានអភិញ្ញាអាចមើលឃើញព្រះមហាព្រហ្មបាននោះឯងជាដើមហេតុវាលឺតគ្នាណាប៉ុន្តែវាឃើញអញ្ចឹងវាមានទៅអាការឃើញនឹងឯងដែលវានាំឲ្យកើតទិដ្ឋិហ្នឹងអញ្ចឹងវាគ្រោះថ្នាក់ណាអាការឃើញមានអីវាឃើញអត្តាទាំងវាដួមតាំងពីដើមមកហើយតែមើលមិនឃើញព្រហ្មព្រហ្មហ្នឹងវាអត្តាហើយណាទៅជាអត្តាហ្នឹងឯងអ្នកសាងអ្នកអត្តាដ៏ប្រសើរហ្នឹងជាអ្នកសាងលោកយូរទៅជាមានពាក្យថាព្រហ្មលិខិតណាព្រហ្មជាអ្នកកំណត់ព្រហ្មជាអ្នកតាក់តែងទៅសេឲ្យញាតិញោមនេះកើតសុខនឹងទុក្ខញាតិញោមមិនបាច់ខំប្រឹងទេអញក្រនេះមកពីព្រហ្មលិខិតតើណាព្រហ្មវាតាក់តែងមកអញ្ចឹងឯងកើតមកនេះមិនចាំបាច់តស៊ូទេលហាមទៅលហាមទៅណាមិនបាច់ចាំធ្វើអីទេបើវាក្រស្រាប់ហើយព្រហ្មមកឲ្យធ្វើព្រហ្មមកកើតមកអញ្ចឹងហើយណានឹងគឺការយល់ហ្នឹងវាតមកពីអ្នកមានឈាននិយាយតគ្នាតាំងពីដើមពាក្យហ្នឹងវាទៅជាវិជាប្រៃព្រោះតែมันឃើញសេចក្តីពិតហ្នឹងមានឃើញណាអញ្ចឹងបានព្រមនឹងឯងពាក្យការព្រមនឹងព្រះអង្គទៅដោះទិដ្ឋិនឹងថាគេប្រសើរក្រាន់បើណាបានព្រះអង្គទៅដោះវាទាកហ្នឹងបំបាក់នៅវាទាកព្រមទាំងអស់ហ្នឹងមនុស្សដែលកើតក្នុងសម័យតមកក៏មានការឃើញដូចនេះតតំណតាមគ្នាមកតែមនុស្សក្នុងសម័យក្រោយមកនេះมันអាចមើលឃើញព្រះព្រហ្មព្រោះมันបានឈានអភិញ្ញាកាលបើមានអ្នកសួរថាអ្នកព្រះអ្នកសាងលោកនោះនៅទីណាក៏បានតែត្រឹមថានៅខាងលើអាកាសប៉ុណ្ណោះគឺពីដើមអ្នកគេមើលឃើញព្រហ្មនឹងដោយសារគេបានឈានអភិញ្ញាណាញាតិញោមណាគេមើលគេចម្រើនទៅគេមើលឃើញពីក្រោមនេះទៅអញ្ចឹងដល់ឥឡូវនេះវាលេងបានវាមើលព្រហ្មអត់ឃើញទេវាដឹងតែព្រហ្មនៅលើអាកាសទៅសួរអញ្ចឹងណាព្រហ្មអ្នកសាងនឹងនៅណាថានៅលើអាកាសហ្នឹងនិយាយតគ្នាអញ្ចឹងយល់ទេបរមអត្តៈនេះមានឈ្មោះហៅបានច្រើនយ៉ាងតាមឈ្មោះជាតិនិងភាសានិងអ្នកកាន់លទ្ធិប្រភេទនេះគឺតាមភាសាសំស្ក្រឹតនិងឥណ្ឌូហៅថាអ៊ីស្វរៈបរមេស្វរៈបរមាត្ម័នណានេះបរមាត្ម័នតាមភាសាប្រេស៊ីលគេហៅថាកូដាតាមភាសាអារ៉ាបៀនហៅថាអាក្លាណាអាឡាណាអាឡា
តាមភាសាអង់គ្លេសណា God 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 តាមភាសាភូមាថាថាវរៈព្យាតាមភាសាថៃហៅថាប្រចៅតាមភាសាវៀតណាមហៅថាដឹកចៅដែលសុទ្ធតែជាបរមអត្តៈទាំងអស់ណាត់សួរញោមកម្មជាក្រមថាអញ្ចឹងឯសំលេងណាដឹកចៅដឹកចៅគេមិនអានដឹកចៅរឹងឆ្កឹះដូចយើងឯងដឹកចៅហ្នឹងហើយឲ្យតែគេហៅព្រះបងណាឲ្យតែពាក្យព្រះអ្នកណាក៏មានព្រះដែរហ្នឹងបានជាពាក្យព្រះហ្នឹងឯងគេហៅបរមអត្តៈហ្នឹងបងអញ្ចឹងដល់ទៅពេលមានព្រះអញ្ចឹងគេត្រូវធ្វើម៉េចញោមគេត្រូវបូជាព្រះព្រំហ្នឹងឯងយល់អត់ណាឃើញគេបូជាភ្លើងឯងបូជាភ្លើងធ្វើភ្លើងហ្នឹងគេហៅបូជាចំពោះព្រំហ្នឹងអញ្ចឹងគេសូត្រអង្វរព្រំណាពួកព្រាហ្មណ៍វាមានធម៌អង្វរព្រំជីវៈអត្តៈអ្នកដែលមានការយល់ឃើញថាខាងក្នុងរាងកាយរបស់សត្វទាំងឡាយនេះមានអត្តៈដែលហៅថាជីវៈអត្តៈអានេះយល់ទៅឃើញថាអត្តៈនៅក្នុងសត្វណាដែលមានអំណាចធ្វើការងារផ្សេងបានដោយក្នុងវេលាដែលកំពុងដើរអាការៈកិរិយាដែលឈានដើរនោះមិនមែនប្រព្រឹត្តទៅតាមអំណាចរបស់ជើងទេគឺប្រព្រឹត្តតាមអំណាចជីវៈអត្តៈនោះឯងជាអ្នកជំរុញជើងឲ្យឈានដើរទៅឬក្នុងវេលាណាជីវៈអត្តៈមានបំណងនឹងធ្វើឲ្យវត្ថុណាមិនល្អកាយវិចារក៏ធ្វើវត្ថុដែលមិនល្អនោះតាមសេចក្តីប្រាថ្នារបស់ជីវៈអត្តៈហើយអត់វាអត់បានយល់ថាចិត្តអ្នកតតែងទេណាវាថាជីវៈអត្តៈនេះអ្នកតតែងណាបងយល់អត់គឺជីវៈអត្តៈចង់ធ្វើវត្ថុដែលល្អកាយវិចារក៏ធ្វើវត្ថុដែលល្អតាមការជំរុញរបស់ជីវៈអត្តៈដូចជាក្នុងវេលាកំពុងលើកដៃសំពះចំពោះព្រះភ័ក្ត្រពុទ្ធរូបនោះការលើកដៃឡើងសំពះចំពោះព្រះភ័ក្ត្រពុទ្ធរូបបាននោះក៏ដោយអំណាចរបស់ជីវៈអត្តៈឬពេលដែលកំពុងសូត្រមន្តការបញ្ចេញវិចារសូត្របាននោះក៏ដោយអំណាចរបស់ជីវៈអត្តៈហើយការសូត្របានត្រឹមត្រូវដោយអំណាចរបស់ជីវៈអត្តៈយ៉ាងនេះជាដើមព្រោះហេតុនោះជីវៈអត្តៈនេះទើបហៅថាការកៈអ្នកធ្វើប្រការមួយជីវៈអត្តៈហ្នឹងគឺដូចថាយល់ថាអត្តៈហ្នឹងវាឲ្យនៅក្នុងស្ថិតនៅក្នុងការបង្កប់បញ្ជាយល់ទេអត្តៈហ្នឹងឯងជាអ្នកបង្កប់បញ្ជាឲ្យដេកដើរឈរអង្គុយមានអត្តៈនៃបញ្ជាយល់អត់ណាអញ្ចឹងដែលយើងដេកដើរឈរអង្គុយយើងធ្វើសកម្មភាពអីនេះវាមិនមែនចិត្តអ្នកបញ្ជាអីទេវាជាជីវៈអត្តៈហ្នឹងឯងពួកគេយល់ថាអត្តៈវាអត់បានយល់ថាអនត្តាទេយល់អត់អញ្ចឹងបានធម៌របស់ព្រះពុទ្ធស្ដាប់ឲ្យច្បាស់ណាស់ព្រះអង្គអត់មានអត្តាទេណាអត់មានអត្តាតាំងពីដើមតាមសភាវៈពិតប៉ុន្តែអាដែលយល់ថាអត្តាហ្នឹងដោយទិដ្ឋិយល់អត់អត្តានៅទិដ្ឋិហ្នឹងវាប្រកាន់ដែលមានទិដ្ឋិពីរហ្នឹងគឺបរមអត្តៈនិងជីវៈអត្តៈយល់អត់អនត្តានឹងធម៌របស់ព្រះអង្គតាព្រះអង្គចង់និយាយថាព្រះអង្គអត់មានក្នុងពុទ្ធសាសនាអត់មានអត្តាទេណាអត់មានតួខ្លួនទេពាក្យអត្តាហ្នឹងគ្រាន់តែយកពាក្យដែលតាក់តែងឡើងរបស់លទ្ធិដតីហ្នឹងយកមកបញ្យល់នៅក្នុងទិដ្ឋិនៅក្នុងទីនេះទេដែលព្រះអង្គសម្ដែងណាយល់អត់តើអត់ណាអញ្ចឹងព្រះអង្គរកឃើញធម៌ហ្នឹងវាផ្ទុយអំពីអត្តាយល់អត់វាផ្ទុយអំពីការយល់ឃើញរបស់ពុទ្ធជនហ្នឹងដែលយល់ថាមានអត្តាហ្នឹងអ្នកដែលមានសេចក្តីយល់ឃើញថាជីវៈអត្តៈនេះជាអ្នកសាងផលដែលកើតមកពីកម្មល្អពីកម្មអាក្រក់សេចក្តីសុខសេចក្តីទុក្ខការឈឺចុកចាប់និងការបរិភោគអាហារមានរសឆ្ងាញ់រសមិនឆ្ងាញ់ទាំងនេះជីវៈអត្តៈក៏ជាអ្នកសោយការធ្វើល្អធ្វើអាក្រក់ដែលបានទទួលផលក្នុងកាលខាងមុខនោះជីវៈអត្តៈ
ជាអ្នកបានទទួលព្រោះហេតុនោះជីវៈអត្តៈនេះទើបហៅថាវេទកៈអ្នកសោយអាមួយអ្នកធ្វើអាមួយអ្នកសោយប៉ុន្តែនៅតែជីវៈអត្តៈដដែលអ្នកដែលមានការយល់ឃើញថាជីវៈអត្តៈនេះជាម្ចាស់របស់រាងកាយនៃសត្វទាំងឡាយព្រោះអាចជាអ្នកគ្រប់គ្រងអវយវៈទូទៅសពរាងកាយបានព្រោះហេតុនោះជីវៈអត្តៈទើបហៅថាសាមីម្ចាស់របស់ម្ចាស់នៃខ្លួនណាអ្នកដែលមានសេចក្តីយល់ឃើញថាជីវៈអត្តៈនេះការរាងកាយរបស់សត្វទាំងឡាយបែកធ្លាយដោយហេតុណាមួយដែលជាឧបត្តវហេតុក៏ដោយជីវៈអត្តៈនេះក៏ចាត់ចែងសាងរាងកាយឡើងថ្មីហើយក៏ចូលទៅនៅក្នុងរាងកាយថ្មីនោះទាំងនេះសុទ្ធតែជីវៈអត្តៈជាអ្នកសាងរាងកាយថ្មីថ្មីជានិច្ចឬអ្នកខ្លះក៏យល់ឃើញថាជីវៈអត្តៈនេះជាចំណែកមួយរបស់បរមអត្តៈកាលបើសត្វចិត្តស្លាប់រាងកាយក៏ត្រឡប់ទៅកាន់សំណាក់របស់បរមអត្តៈណាជីវៈអត្តៈហ្នឹងវានៅក្នុងបរមអត្តៈទេពេលដែលរាងកាយបែកធ្លាយដែលជីវៈអត្តៈហ្នឹងវានឹងទៅកាន់បរមអត្តៈហៅបរមាអាត្ម័នហ្នឹងណាដែលទៅកាន់ឯណាបរមអត្តៈហ្នឹងទៅកាន់ព្រហ្មលោកនោះយល់ទេណាដែលនៅក្នុងខាងលើភ្លាមមានន័យថាបរមអត្តៈជាអ្នកហៅត្រឡប់ទៅវិញដូចជាថាជីវៈអត្តៈនេះมันមានការស្លាប់ព្រោះហេតុនោះជីវៈអត្តៈនេះទើបហៅថានិវាស័យរស់នៅជានិច្ចមួយតើណាអញ្ចឹងជីវៈអត្តៈនេះចង់ទៅចង់មកដោយសារបរមអត្តៈទេណាបរមអត្តៈទេជាអ្នកឲ្យចុះមកនោះតែពេលគេអស់ហើយអញ្ចឹងបានសាសនាហិណ្ឌូឬក៏ព្រហ្មញ្ញហ្នឹងញាតិញោមឃើញព្រះមហាក្សត្រគេដាក់ស្វារៈអីហ្នឹងហើយគឺព្រះហ្នឹងព្រះអ្នកសាងលោកហ្នឹងគេហៅថាអ្នកបង្កើតព្រះជាឲ្យចុះមកអ្នកសាងលោកហ្នឹងណាគេគិតណាបង្កើតបង្កើតលោកមកហ្នឹងគឺមានព្រះជាអ្នកគ្រប់គ្រងដល់ព្រះជានឹងស្លាប់ទៅគេថាព្រះជានេះជីវៈអត្តៈនេះវាអស់ហើយត្រូវតែកើតនៅក្នុងបរមអត្តៈយល់អត់អញ្ចឹងបានអ្នកដែលស្លាប់ទៅហ្នឹងព្រះជាហ្នឹងដឹងតែមានឈ្មោះគេហៅមរណនាមហើយគេថាព្រះបរមវិស្ណុលោកឬក៏ស្អីចឹងគេថាព្រះជាហ្នឹងគឺនឹងត្រូវទៅវិញហើយយល់អត់ដែលត្រូវថាហ្នឹងគេបញ្ជូនមកទេយល់អត់ជីវៈអត្តៈហ្នឹងគេបញ្ជូនមកទេពេលដែលអស់ទៅវានឹងទៅលើនៅក្នុងបរមត្តទៅជួបជុំនៅក្នុងបរមអត្តៈវិញយល់អត់អញ្ចឹងបានតែតើអាជីវៈអត្តៈហ្នឹងវាអត់ចេះស្លាប់ទេតើបានអត់វាគ្រាន់តែផ្លាស់ប្ដូរទៅមកទេយល់ទេណានិវាស័យណារស់នៅជានិច្ចអញ្ចឹងណារស់នៅខាងក្រោមអញ្ចឹងបាននៅក្នុងស្អីព្រះវិស្ណុអញ្ចឹងវិស្ណុនឹងគេមិនបែងភាគលំចាស់គេហៅថាអ្នកដែលបែងភាគមកគេហៅអវតាររបស់វិស្ណុនឹងអញ្ចឹងដូចជាព្រះរាមអីអញ្ចឹងក៏គេអវតាររបស់វិស្ណុអញ្ចឹងដល់ទៅពេលគេយល់គេតាក់តែងទៅគេថាព្រះពុទ្ធនឹងជាអវតាររបស់វិស្ណុដែរសាសនាហិណ្ឌូណាសប្តាហ៍ហ្នឹងណាយល់អត់ចឹងគេថាព្រះពុទ្ធនេះជាអវតាររបស់ព្រះវិស្ណុទី7ដូច្នេះហើយអ្នកកាន់សាសនាពុទ្ធនៅក្នុងឥណ្ឌាក៏កាន់ទៅគេចេះចំណែកមួយទូចរបស់គេហៅថាអវតាររបស់វិស្ណុទេមិនធំដូចយើងនេះយើងបានកាន់វិស្ណុបានកាន់ព្រះវិស្ណុយល់អត់ណាដល់ទៅពេលព្រះពុទ្ធនេះអវតាររបស់វិស្ណុដូច្នេះហើយវាទូចអញ្ចឹងណាចឹងអ្នកឯងកាន់ទៅអញ្ចឹងហើយបានពុទ្ធសាសនានៅឥណ្ឌាមានតែអ្នកក្រទេកាន់ណាយល់អត់អវតារនេះគេហៅថាប្រែកាឡាទៅណាគេហៅគេឲ្យរូបនឹងទៅណាទៅបែងភាគជំនួសណាប៉ុន្តែវាជាតួអង្គរបស់វិស្ណុទៅកាន់តែបែងភាគទៅធ្វើអីអញ្ចឹងទៅហៅអវតារណាយល់ទេណាចឹងគេថាអ្នកដែលកាន់សាសនាហិណ្ឌូហ្នឹងគឺបានតែអ្នកមានទេដល់អ្នកក្រហ្នឹងគាត់ចង់ឲ្យចូលពហិចូលអីហិណ្ឌូទេព្រោះវណ្ណៈហ្នឹងគឺវណ្ណៈចន្ទឌីលអញ្ចឹងណាអញ្ចឹងអ្នកឯងអាចទៅកាន់ពុទ្ធបានពុទ្ធហ្នឹងទៀបយល់ទេអត់ប្រកាន់ទេណា
chẳng tới ban cho nè cò nó miên đó miên banประมาณ aiจะมาพายเลียนเนี่ยไอ้ยังเตอปนเดียวจิตปีเลียนปีปอนน่ะจิตปีปอนเลียนตอนจังวิจารณ์จำในยังวิจ้องจารณ์ยืงเดียนฮะมันติดน่ะtôi chỉ đang dừng một cái nồi ấy là bay rồi liền đấy dừng đập liền chiếng nữa ปรามเนี่ยได้มีการโยนคืนทางชีวิตอัตตะนี่มีอำนาจក្នុងរាងកាយរបស់សត្វទាំងឡាយអាចបង្កើបរាងកាយរបស់សត្វទាំងឡាយនោះឲ្យធ្វើនៅវត្ថុគ្រប់យ៉ាងតាមសេចក្តីប្រាថ្នារបស់ខ្លួនបានព្រោះហេតុនោះទើបហៅថាសយ៉ាងវិស័យអ្នកអាចបង្កើបរាងកាយមួយឈ្មោះហ្នឹងចឹងបានថាបើជីវៈអត្តៈនេះរបស់បរមអាត្មៈនេះបង្កើតហើយអញ្ចឹងបរមអាត្មៈត្រូវយកទៅវិញទៅយើងធ្វើបុណ្យធ្វើបាបមិនមានទេអញលៀងបាបឲ្យបរមអាត្មៈនេះជាអ្នកទទួលបាបតើបានអត់ណាចឹងហើយបានវាត្រូវមួយទឹកលៀងបាបនៅទន្លេគង្គានឹងឲ្យវាជ្រះបាបណាទៅឲ្យព្រះអ្នកទទួលទៅអាហ្នឹងព្រះអ្នកបង្កើតអញមកណាបើរួមការយល់ឃើញពីរយ៉ាងគឺនិវាស័យនិងសយ៉ាងវស័យចូលគ្នាមានន័យថាអ្នកដែលមានការយល់ឃើញទាំងពីរយ៉ាងនេះយល់ថាជីវៈអត្តៈនេះជាវត្ថុមានខ្លឹមសារទៀងទាត់ជាទីបំផុតណាมันមានវត្ថុណាមួយអាចមកទម្លាយឲ្យសូន្យបានផងហើយមានអំណាចពិសេសដែលអាចបង្កើបរាងកាយរបស់សត្វទាំងឡាយឲ្យធ្វើតាមសេចក្តីប្រាថ្នារបស់ខ្លួនបានព្រោះហេតុនោះទើបហៅថាវសៈវតនៈអ្នកមានអំណាចពិសេសគឺនឹងគឺថាអ្នកជីវៈអត្តៈនឹងឯងគ្រប់គ្រងរាងកាយទាំងមូលនឹងគឺជីវៈអត្តៈអញ្ចឹងវាត្រូវយល់ថាអាក្នុងខ្លួនយើងនឹងវាមានជីវៈអត្តៈមួយយ៉ាងជាអ្នកបង្កើបបញ្ជាញាតិញោមយល់ទេណាវាមានឃើញចិត្តនិងកាយនឹងផ្សេងគ្នាណាវាមានដឹងអញ្ចឹងឯណាវាឲ្យទៅមើលមិនបានដឹងបើមានបញ្ញាណាទៅយល់តាមត្រូវយល់ទេបងហើយវាយល់នឹងយល់តាំងពីមិនមែនឥឡូវណាតាំងពីដើមកាប់មកម៉េះណាតាំងពីដើមកាប់រហូតមកដល់ឥឡូវនេះវាយល់អញ្ចឹងឯងហើយតែយើងទៀតនឹងតែអត់មានពុទ្ធសាសនានឹងក៏មិនតូលទៅតាមអត្តៈអ្នកបង្កប់បញ្ជានឹងវិលទៅវិលមកនឹងឯងសេចក្តីប្រកាន់ថាជីវៈអត្តៈ5ប្រការដោយដែលបានពោលហើយនេះពួកខ្លះក៏ប្រកាន់យកវិញ្ញាណខណ្ឌជាតួជីវិតពួកខ្លះប្រកាន់យករូបខណ្ឌជាតួជីវិតហើយពួកខ្លះក៏ប្រកាន់យកវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌណាមួយជាតួជីវិតជាតួខ្លួនណាគឺជាតួខ្លួនព្រោះហេតុនោះការយល់ឃើញដែលប្រកាន់ក្នុងខណ្ឌ5ណាមួយថាជាតួខ្លួនដូច្នេះឯងទើបហៅថាសកាយតិដ្ឋិហើយក៏ចូលក្នុងពួកដែលហៅថាអត្តវាទុបាទានតើអត់គឺវាទៈនៅក្នុងអត្តៈនេះអត្តៈទាំង5ដែលរាប់មកមិញនេះតើណាតាំងពីបរមអាត្មអត្តៈហើយនឹងបរមអត្តៈនិងជីវៈអត្តៈណាយល់ទេវាប្រកាន់យ៉ាងឯងវាប្រកាន់វេទនាសញ្ញាសង្ខារនិងវិញ្ញាណនឹងថាជាអត្តៈថាជាតួខ្លួនថាជាយើងយល់ណាបងមិច្ឆាទិដ្ឋិផ្សេងប្រកបឡើងបានដោយអាស្រ័យសកាយទិដ្ឋិនេះឯងជាមូលព្រោះហេតុនោះព្រះពុទ្ធអង្គទើបទ្រង់សម្ដែងទៅក្នុងចិត្តវៈនៃសាលាយតនៈសង្យុត្តព្រះបាលីថាសកាយទិដ្ឋិនេះជាពូជពងរបស់មិច្ឆាទិដ្ឋិទាំងពួងនេះឯងដើមចមនោះគឺមានអត្តវាទុបាទាននេះឯងណាជាប្រធាននិងជាពូជបានវាមានអតិដ្ឋិ73ទៀតទិដ្ឋិ75ហ្នឹងកើតឡើងយល់អត់មានអាហ្នឹងឯងជាពូជជាមេណាបានទិដ្ឋិ75ហ្នឹងកើតឡើងជាមេឲ្យកើតទិដ្ឋិ75គួរណាទិដ្ឋិដល់62ដល់មិនឡើងដល់75ចឹងបូកណាថែមទៀតបូកទៅមិនដែលវានៅក្នុង62ណាឯងមិនដែលវាផ្សេងគ្នាណាមានអត្តាគិហិកៈ10អញ្ចឹងទៅមានសកាយទិដ្ឋិទៀតទៅមាននិយតមិច្ឆាទិដ្ឋិទៀតទៅមានទិដ្ឋិ62ទៅអញ្ចឹងវាចូល75ប្រសិនបើសម្ដែងវចនៈរបស់សកាយទិដ្ឋិនេះមានដូចតទៅនេះសន្តោកាយយោសកាយេ
បវត្តាទិដ្ឋិសកាយទិដ្ឋិខណ្ឌ5ដែលប្រកបនៅតាមសភាវៈបរមត្ថឈ្មោះថាសកាយៈបានដល់ខណ្ឌ5ទិដ្ឋិគឺសេចក្តីប្រកាន់មមដែលកើតឡើងក្នុងខណ្ឌ5មានពិតប្រកបតាមសភាវៈបរមត្ថនោះឈ្មោះថាសកាយទិដ្ឋិម្យ៉ាងទៀតពុទ្ធសាសនិកជនដោយច្រើនមិនអាចនឹងចង្អុលបង្ហាញថាពួកជីវៈអត្តណាមួយឡើយតែតាមការយល់ឃើញថាការដែលប្រកាន់ក្នុងនាមរូបថាជាតួរបស់ខ្លួននោះរមែងនៅមានដូចគ្នាតែទាំងអស់ណានៅទាំងអស់ហ្នឹងវាតែព្រះរាជបុគ្គលប៉ុណ្ណោះការប្រកាន់ចំណែកច្រើននោះគឺប្រកាន់ក្នុងវិញ្ញាណខណ្ឌដូចជាអ្នកណាម្នាក់ស្លាប់អ្នកនោះរស់នៅរមែងពោលថាអ្នកនេះមានវិញ្ញាណរត់ចេញពីរាងកាយហើយឬក្មេងតូចដែលភ្ញាក់ព្រឺតអ្នកនោះរមែងនិយាយថាចិត្តឬប្រលឹងរបស់ក្មេងនោះចាក់ចេញពីរាងកាយទៅនោះឯងឬមនុស្សខ្លះដែលស្លាប់ទៅហើយវិញ្ញាណនៅអណ្ដែតមិនទាន់បានទៅកើតក្នុងទីណាវិញ្ញាណរបស់អ្នកនោះក៏មកហៅបងប្អូនកូនចៅស្វាមីភរិយាជាដើមឲ្យទៅនៅជាមួយគ្នាឬពេលខ្លះដែលវិញ្ញាណរបស់អ្នកស្លាប់នោះក៏ចូលមកស្ថិតក្នុងរាងកាយរបស់ញាតិបងប្អូនភរិយាស្វាមីទាំងនោះធ្វើឲ្យត្រូវកើតមានការធ្វើពិធីបណ្ដេញវិញ្ញាណទាំងនេះជាដើមអានោះវាប្រកាន់វិញ្ញាណណាបងហ្នឹងគេថាបណ្ដា5ហ្នឹងវាប្រកាន់វិញ្ញាណខ្លាំងជាងគេការប្រកាន់ដែលជាអត្តទិដ្ឋិនេះមានន័យធំទូលាយទូលំទូលាយណាស់មិនចំពោះតែប្រកាន់ក្នុងខណ្ឌ5គឺរាងកាយប៉ុណ្ណោះទេសម្បីវត្ថុនៅខាងក្រៅដូចជាភ្នំដើមឈើផែនដីទឹកទាំងនេះក៏ប្រកាន់ថាមានតួខ្លួនគឺជីវៈអត្តទិដ្ឋិទាំងនោះដោយហេតុនេះទើបព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកក្នុងភូតគាមសិក្ខាសេនាសនៈនៃភិក្ខុបាតមោខព្រះបាលីតហាជីវៈសញ្ញិណោហេមោខៈពុរិសាមនុស្សារុក្ខស្មឹងប្រែថាមនាលមោខៈបរោះមនុស្សទាំងឡាយមានសេចក្តីប្រកាន់ថាដើមឈើនេះមានជីវិតហើយអត់អានឹងហើយប្រកាន់នៅភ្នំដើមឈើនឹងថាមានជីវិតណាដូចញាតិញោមថាដោយសារតែមានជីវិតព្រោះវាមានងាប់ដើមឈើរស់នឹងងាប់សាបានអត់ណាដល់ពេលដើមឈើងាប់យើងស្គាល់ងាប់ដែរដល់ពេលវានៅរស់ថាវាមានជីវិតយល់ទេពាក្យជីវិតនឹងដែលព្រះអង្គសម្ដែងថាខុសនឹងវាអត់មានជីវិតតិនត្រីទេដូច្នេះហើយការបំផ្លាញនៅដើមឈើនឹងការកាប់ដើមឈើនឹងវាមិនមែនឈ្មោះថាសម្លាប់នៅជីវិតតិនត្រីទេញាតិញោមយល់ទេវាមិនចូលនៅក្នុងបាណាតិបាតទេបើដើមឈើវាមានជីវិតត្រូវតែសម្លាប់ទៅជាបាណាតិបាតសាបានទេតែវាមិនមានទេនឹងដោយសន្មតណាសន្មតដោយហេតុបច្ច័យជាតួរូបជាតួឧត្តចរូបគេថាសរុបសេចក្តីក្នុងជីវៈអត្តសត្យាយសៈជីវសៈលោកោវត្តតិមញ្ញតោការកោវេទកោសាមិនិវាស័យសោសយ៉ាងវិស័យសិនតែឈ្មោះអត្តជីវៈណាជីវៈអត្តណាទជនទាំងឡាយមានការយល់ឃើញថាសត្វទាំងឡាយមិនថាជានរណាទេដែលកំពុងធ្វើការងារផ្សេងរបស់ខ្លួនបានហើយតាំងនៅបាននោះក៏ព្រោះអាស្រ័យអំណាចរបស់តួជីវិតនោះឯងហើយតួជីវិតនេះជាអ្នកអាចប្រព្រឹត្តការងារផ្សេងបានជាអ្នកសោយផលល្អផលអាក្រក់ផ្សេងបានជាម្ចាស់របស់រាងកាយនៃសត្វទាំងឡាយអ្នកសាងរាងកាយឡើងថ្មីជាអំណាចទាំងឡាយបញ្ជារាងកាយរបស់សត្វឲ្យធ្វើវត្ថុគ្រប់យ៉ាងតាមសេចក្តីប្រាថ្នារបស់ខ្លួនបានជីវៈអត្តនេះក្នុងភាសាសំស្ក្រឹតហៅថាអាត្មាជីវៈអត្តនេះក្នុងភាសាមេគធៈហៅថាអាតុមាជីវៈអត្តនេះក្នុងភាសាបត្រីបិដកហៅថាជីវៈសរីរៈនេះឃើញព្រះអង្គសម្ដែងថាជីវៈឬសរីរៈណាបុគ្គលសត្តៈជីវៈអត្តក្នុងភាសាអារ៉ាប់បៀនរូជីវៈអត្តនេះក្នុងភាសាអង់គ្លេសហៅថា soul ណាជីវៈអត្តនេះក្នុងភាសាវៀតណាមហៅថា
thăng hồng chỉ việc át tạ ní khănภาษาไทยหาทาชีวิตchỉ việc át tạ ní khănภาษาภูมิหาทาgì đó nè tẹt tẹt đừng thầm mạch chứ phải xa kìa nè át tạ tích hệ đa chế át tạ tu ba tiền bàn nụ nẹ nụ nâng trâu pra can tha riêng cài bó sát chẳng lại pra sân bà khăn ca sầm đen thoa rồi khăn ca pra nị dây kia tha át tạ hệ át tạ náo nị thòខ្លួនឯងជាទីពឹងរបស់ខ្លួនក្នុងពាក្យថាជឿខ្លួនឯងទាំងនេះមិនចាត់ថាជាអត្តវាទុបាទានទេណាមិនទេមិនជាអត្តវាទុបាទានទេតែពាក្យហ្នឹងមកវិញយើងប្រែតែខ្លួនទីពឹងខ្លួនទេខ្លួនទីពឹងខ្លួននឹងមិនញញោមណាវាមិនតែខ្លួននោះមានពីរchắc bậc luôn dương miên tề mùi miên luôn là mùi tiệt một pưng luôn mùi tiệt làm ăn đó luôn ti pưng luôn nó ai chỉ ti pưng rồi bọc luôn nè luôn là anh chỉ ti pưng rồi bọc luôn ban đây thầm mày biết tao tầm miên luôn pi ban pưng luôn mùi tiệt bản chứ bây dương luôn tề mùi chứ pưng luôn mùi tiệt mày ban luôn này nam một pưng mùi tiệt đấy luôn chỉ ti pưng rồi bọc luôn kinh doanh thầm mày anh này nè là luôn nó không thấy cao đồng tiền bay lên làm tay men từ anh đi vâng anh đi nè anh kia tha thọ bom atta hệ men pân atta luôn thì ti pưng bọc luôn nia thò ti pưng atanao rồi bọc luôn nó chỉ ti pưng atanao rồi bọc luôn cái sầm đào vô cổ sol chỉ ti pưng đây ca bật đế sinh thị bình nhiên đó mà vô lấy bồ nà atta nó khuôn nó không tin đi xâm đa vô cổ sò vô lọt chẳng chỉ tì băng này khuôn nó chỉ tì băng này khuôn nó cứ niêm mà rụp này ảnh vì sài nâng biên cổ sò chẳng tới còn nòm oi niêm mà rụp này bật đế sinh thị nó không phốc đá và xa rư rồi hốt đó là xâm rạch mẹ Paul ở dạng tờ toàn đấy là u từ họ thầy dương ấy chỉ niệm mà rụp cho dương ấy chỉ niệm mà rụp rồi hãy thà dương ấy cứ này luôn á atano đã tập về atta là không tin ấy cứ mẹ cái chất ở dạng tàu vô là ta cả năm mẹ cái chất cả làng hái vì chỉ tìm bằng này luôn là ngày vô lẽ ăn vô đấy đấy hả ăn vô mình luôn chỉ tìm bằng này luôn thì họ ta nhôm phơi lọ nhôm men tìm bằng à bởi dương dây số sao ta luôn dương bằng cái sol năng ảnh bàn tay luôn dương men luôn dương nghe luôn dương vềประกันvẫn niêm mà rụp thì gọi là niêm mà rụp để dương riêng màu này việt trâu ca sậy việt trâu ca cái sol đâm bay ốp thòm về vô đấy anh niêm mà rụp này chưa bị bạ nữa nè nè hay việt trâu ca cái sol đâm bay chui ốp thòm về đòi ốp thòm về cả cam vô là đòi chia chân nhẹ cả cam mà nâng hơi là hao tham về ti pừng nè vô chẳng tiện để bọn ông xâm đen ta atta hay atanao ni thao nó cứ thăm mến chấp đòi attava tu pa tiền tê rồi bọn ông mình xâm đau đòi khuôn nâng tê việt pưng mạch ca sẽ bà nó khuôn pưng khuôn là mạch nè khuôn thơ ấy bực khuôn miền pi văn về pưng bản nhưng bực khuôn miền tầm mũi khuôn pưng khuôn là mạch vôព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងទៅក្នុងនិខេបកម្មនៃធម្មសង្កនៃបកតហាតហបេតវាសីលបតោបាទានញ្ចអតវាទុបាទានញ្ចសព្យាពេមិច្ឆាទិដ្ឋិទិដ្ឋោបាទានណាំប្រែថាវាសីលបតោបាទានទិដ្ឋិនឹងអតវាទុបាទានទិដ្ឋិចាញ់ហើយមិច្ឆាទិដ្ឋិទាំងអស់ទាំងនេះជាទិដ្ឋោបាទានទាំងអស់ការចែកផ្សេងគ្នារវាងតណ្ហានិងកាមុបាទានតណ្ហាបើពោលដោយអង្គធម៌បានដល់លោភៈកាមុបាទានបើពោលដោយអង្គធម៌បានដល់លោភៈដូចគ្នាព្រោះហេតុនោះក្នុងការពោលថាតណ្ហាជាបច្ច័យឲ្យ
កាមុបាទានកើតឡើងនោះក៏មានន័យថាលោភៈជាបច្ច័យឲ្យកើតលោភៈនោះឯងយល់អត់បើដូច្នេះលោភៈដែលបានឈ្មោះថាតណ្ហាគឺលោភៈដែលបានឈ្មោះថាណាតណ្ហានិងលោភៈដែលបានឈ្មោះថាកាមុបាទាននោះមានការចែកផ្សេងគ្នាយ៉ាងណាយល់ទេចែកផ្សេងគ្នាយ៉ាងណាបើតណ្ហាទាំងពីរជាតណ្ហាដល់តណ្ហាអាណាឈ្មោះតណ្ហាលោភៈណាតណ្ហាលោភៈណាឧបាទានគេសួរអញ្ចឹងណាយល់អត់តណ្ហាតណ្ហាជាលោភៈសាកបានណាឧបាទានក៏លោភៈដែរតណ្ហាអញ្ចឹងណាតណ្ហាជាបច្ច័យដល់ឧបាទានអញ្ចឹងបានន័យថាលោភៈជាបច្ច័យដល់លោភៈស្រាប់បានអត់អញ្ចឹងគេសួរថាបើលោភៈដូចគ្នាលោភៈណាជាតណ្ហាលោភៈណាជាឧបាទានយល់ទេណាយល់អត់ណាឥឡូវមើលគេបកស្រាយនឹងគេអាត្មានិយាយមិញនេះឲ្យស្គាល់ឲ្យយល់សំណួរគេដែលគេសួរយល់អត់ណាគេដឹងថាវាលោភៈដូចគ្នាអញ្ចឹងអាមួយណាជាមួយណាតើអត់បានដឹងបានបើដូចតែគ្នាអញ្ចឹងអธิบายការជាប់ចិត្តក្នុងអារម្មណ៍ផ្សេងមានរូបសម្លេងក្លិនរសសម្ផស្សទាំងនេះបានឈ្មោះថាតណ្ហានេះអញ្ចឹងការជាប់ចិត្តក្នុងអារម្មណ៍តែបានអត់គេហៅថាតណ្ហាការជាប់ចិត្តការចង់បាននោះឯងកាលបើមានកម្លាំងច្រើនឡើងរមែងមានចិត្តចងជាប់ជាមួយអារម្មណ៍នោះជានិច្ចមិនបានឬការបានវត្ថុដែលខ្លួនប្រាថ្នាមកហើយក៏មានការហួងហែងថ្នាក់ថ្នមវត្ថុនោះទុកមិនព្រមលេងដូច្នេះហៅថាកាមុបាទានដែលកើតឡើងដោយអាស្រ័យតណ្ហាជាបច្ច័យយល់អត់អាមួយគិតតែជាប់ចិត្តក្នុងអារម្មណ៍ទេអាមួយវាប្រកាន់វាចូលទៅធ្វើឲ្យណាចាប់ស្អិតយល់អត់ធ្វើឲ្យហួងហែងន័យថាវាតណ្ហាវាខ្លាំងតណ្ហាការចាប់ចិត្តនោះវាមានកម្លាំងច្រើនឡើងណារមែងចងជាប់នៅអារម្មណ៍ញាតិញោមយល់ចងជាប់នៅអារម្មណ៍តែអត់បានណាដោយរឿងមើលអីដែលតាមដានណារឿងថៃរឿងភាគហ្នឹងវាអត់បានវាមើលវាអត់បានហ្នឹងគេហៅថាវាឧបាទានហើយយល់ទេហើយតែហួងហែងស្អីជាប់ស្អិតហើយគឺឧបាទានហើយយល់ទេឃើញឧបាទានរូបអញឃើញទេអញកញ្ចក់អញអូយអញបាក់កញ្ចក់អញ្ចឹងណាវាអញ្ចឹងកញ្ចក់អញណាអញ្ចឹងទៅគេត្រូវទៅកាត់ត្រូវទៅតអីចឹងណាសក់អញណាហ្នឹងហើយគឺជាឧបាទានយល់អត់ណាតណ្ហាគឺការត្រេកអរពេញចិត្តដែលកើតឡើងជាដំបូងក្នុងអារម្មណ៍ណាមួយការមុបាទានគឺការជាប់ចិត្តប្រកាន់ក្នុងអារម្មណ៍នោះមិនព្រមលេងនេះការឧបាទានណាគឺថាតណ្ហាវាកើតឡើងតែដំបូងឯងតែអាមិនព្រមលេងអាហ្នឹងគឺឧបាទានហើយតណ្ហាប្រៀបដូចជាដើមឈើដែលទើបចេញពន្លកមកថ្មីការមុបាទានប្រៀបដូចដើមឈើដែលដុះលូតលាស់ធំធាត់ហើយធម្មតាដើមឈើដែលដុះឡើងថ្មីនោះឬនៅទូចនឹងកប់នៅក្នុងដីបានរាក់បើត្រូវការដកទៅដាំក្នុងទីដតីក៏អាចដកបានងាយនឹងមិនធ្វើឲ្យឬនោះដាច់យ៉ាងណាចំណែកដើមឈើដែលចម្រើនលូតលាស់រមែងមានឫសវែងកប់នៅក្នុងដីជ្រៅហើយលំបាកដល់ការដកទៅដាំក្នុងទីដតីឧបាទាននឹងវាជាប់ណាបងដោយឫសជ្រៅអញ្ចឹងព្រោះអាចធ្វើឲ្យឫសដាច់បានសេចក្តីនេះយ៉ាងណាការប្រព្រឹត្តទៅនៃតណ្ហានិងការមុបាទានដូចគ្នាតណ្ហាគឺការពេញចិត្តក្នុងអារម្មណ៍ផ្សេងដែលមានកម្លាំងខ្សោយមិនប្រកាន់មើមក្នុងអារម្មណ៍ទាំងនោះចំណែកការមុបាទាននោះគឺសេចក្តីពេញចិត្តក្នុងអារម្មណ៍ដែលមានកម្លាំងខ្លាំងឡើងហើយនឹងប្រកាន់ក្នុងអារម្មណ៍នោះទុកមិនលេងយ៉ាងនេះឯងនេះមកចូលមកដល់តណ្ហាគឺធម៌ដែលបដិបៈជាមួយអបច្ចតាគុណគឺភាពជាអ្នកប្រាថ្នាតិចណាអាហ្នឹងបដិបៈជាមួយអបច្ចតាណា
ការមុបាទានជាធម៌ដែលបៈជាមួយនឹងសន្តោសនេះគឺបានន័យថារបស់វាមានហើយញាតិញោមយល់ទេតាមមានតាមបានប៉ុន្តែវាអត់ជាប់ទេរបស់ដែលវាមានហើយដល់អាប្រាថ្នាហ្នឹងគឺថាយើងជាតួតណ្ហាដែលយើងមិនចង់បានហ្នឹងគឺថាជាអ្នកប្រាថ្នាតិចតែបានអត់បងដូចយើងទៅបិណ្ឌបាតដែលយើងមិនយោហ្នឹងយើងប្រាថ្នាតិចព្រោះវាមានយល់ទេតន់អត់ណាដល់ពេលមានរបស់ដែលមានស្រេចដូចទៅជាវោអាវសាវស្បៃដែលយើងមានហើយហ្នឹងយើងមិនប្រាថ្នាទៀតអាហ្នឹងគេហៅយើងសន្តោសព្រោះតែវាមានហ្នឹងប្រសិនបើយើងទៅជាប់ចម្ពាក់ហ្នឹងវាប្រកាន់មិនដោយឧបាទានស្បានទេណាអារបស់ដែលយើងប្រើប្រាស់វាគួរតែជាឧបាទានប៉ុន្តែដល់ទៅពេលយើងជាអ្នកសន្តោសវាមិនបានជាប់នៅក្នុងឧបាទានក្នុងរបស់នោះទេញាតិញោមយល់ទេណាតណ្ហាជាហេតុនៃបរិយេសនៈទុក្ខណាការស្វែងរកទុក្ខនៃការស្វែងរកសេចក្តីទុក្ខដែលតេតងនឹងការខ្វល់ខ្វាយស្វែងរកក្នុងកម្មគុណអារម្មណ៍ផ្សេងឧបាទានជាហេតុនៃអរខទុក្ខគឺទុក្ខដែលតេតងនឹងការប្រយ័ត្នរក្សាណាឃើញទេឧបាទាននោះវារបស់វាមានហើយដល់អញ្ចឹងវាទុក្ខព្រោះរក្សាវានោះឯងតើណែបងណាទុកនឹងការប្រយ័ត្នរក្សាក្នុងកម្មគុណអារម្មណ៍ផ្សេងដែលខ្លួនបានមកនោះមិនឲ្យសាបសូន្យអានឹងហើយអរខទុក្ខអាមួយអបរិយេសនៈនឹងស្វែងរកអារបស់ដែលយើងមិនមានយើងទៅស្វែងរកណាទុក្ខព្រោះតែស្វែងរកវាណាទាំងតណ្ហាយល់ទេដល់ពេលបានមកហើយប្រកាន់នឹងត្រូវថែរក្សាណាមិនឲ្យបាត់បង់ទេមានដីមានទ្រព្យមានខ្សែកមានអីហ្នឹងមិនចង់លក់ទេចម្ពាក់លុយគេវិនកហើយអត់ចង់លក់ទៀតទុកធ្វើអីឃើញទេវាមកពីចង់រក្សាឲ្យវានៅហ្នឹងឯងណាមួយសំដែងតណ្ហាជាបច្ច័យឲ្យកើតការមុបាទទានតណ្ហាជាបច្ច័យឲ្យកើតការមុបាទទាននោះលើកឧទាហរណ៍ដោយរឿងពពោធិសត្វក្នុងជាតិដែលជាតបោះបានសម្រេចឈានអភិញ្ញាអាចហោះទៅក្នុងអាកាសបានទៅសម្រាកនៅក្នុងបរិយាឈានរបស់ព្រះបាទព្រះរាណសីហើយចូលទៅឆាន់អាហារថ្ងៃត្រង់រាជវាំងរាល់ថ្ងៃតមកព្រះបាទព្រះរាណសីមានកិច្ចត្រូវចេញទៅក្រៅក្រុងបានបញ្ជូនមហេសីព្រះនាមមុទុលក្ខណាឲ្យចាត់ចែងអាហារជំនួសព្រះអង្គណាព្រះមហេសីក៏បានធ្វើតាមបញ្ជារបស់ព្រះរាជាដោយរៀបរយថ្ងៃមួយព្រះនាងបានរៀបចំអាហារសម្រាប់តបោះរៀបរយហើយក៏បានដេកសម្រាកកាយរងចាំតបោះលើកលាបន្ទុំឯព្រះរោងតបោះទៅអត់ដែលទៅធម្មតាទៅហោះណាញោមតែទៅនឹងគឺហោះតាមមកកន្លែងអញ្ចឹងទៅរៀបចំអស់ហើយហ្នឹងក៏ដេកមកស្លេតទៅយល់អត់ណាការបើដល់កំណត់វេលាតបោះក៏ហោះចូលមកចិត្តបង្អួចព្រះនាងកាលឃើញវានៅនឹងបង្អួចនឹងឯងមកដាក់បាតចាំហោះមកដាក់បាតណាមកទទួលចង្ហាន់នោះការបើបានឮសំឡេងតបោះមកក៏បញ្ញាប់ក្រោកឡើងទទួលរំពេចនោះសម្ពុតរបស់ព្រះនាងក៏របូតពីណាវរកាយទាំងមិនដឹងខ្លួនតបោះបានឃើញរាងកាយព្រះនាងហើយបាត់ការសង្រួមមន្ត្រីមិនបាត់ទេវាមានអីសង្រួមកើតវាធ្លាយមន្ត្រីអស់ហើយកើតសេចក្តីត្រេកអរក្នុងរូបឆោមរបស់ព្រះនាងហ្នឹងហើយគេហៅអនុស័យហ្នឹងញោមយល់ពាក្យអត់អនុស័យកិលេសកម្មរាគីអនុស័យវាមិនទាន់កើតឡើងគឺថាវាអត់កើតឡើងទេណាដល់ពេលវាកើតគឺវាកើតចឹងវាមិនបានទៅណាទេព្រោះវាមិនទាន់ដាច់តណ្ហាដែលស្ងប់ខាងក្នុងនោះក៏កំរើកឡើងដោយដើមឈើមួយដើមដែលមានជ័រក្នុងពេលដែលត្រូវគេយកកំបិតមកឆូតនោះឯងណាឆ្វោកទៅហូរមកឈានរបស់លោកក៏ដាច់ចូលត្រឹងទទួលអាហារបិណ្ឌបាតចុះព្រះប្រាសាទដើរទៅកាន់ឧឈានមកហោះទៅវិញហោះលេងកើតហើយកដុកណាធ្លាក់កដុកទៅចុះតាមចិនដើវិញសាទៅកាន់ឧឈានចូលបណ្ណសាលាហ្នឹងគឺសាលាស្លឹកនៅឧឈានរបស់ព្រះជាណាញោមទុកបាតចោលឲ្យដេករំពឹងដល់ព្រះនាងមិនឆានអាហារអស់7ថ្ងៃបាយនឹងផ្អូមបងមានពិចារណាទេរំពឹងប្រហែលតាំងពីនឹងមកតាំងពីចុះពីចដារហូតដល់7ថ្ងៃនឹងជាប់រហូតណាជាប់រហូតរឿងនេះសម្ដែងឲ្យឃើញថាតណ្ហាជាហេតុឲ្យកើតការមុបាទទានយល់អត់
ឃើញវឹបហ្នឹងជាតួតណ្ហាដល់ការមុបាទានហ្នឹងចាប់ប្រកាន់ហ្នឹងឯងយល់អត់គឺគណៈដែលតាបោះបានឃើញរាងកាយរបស់ព្រះនាងកើតសេចក្តីត្រេកអរពេញចិត្តឡើងគ្រាដំបូងនោះពេលដែលតណ្ហាកើតបន្ទាប់មកសេចក្តីពេញចិត្តនោះមានកម្លាំងខ្លាំងឡើងមិនស៊ីមិនដេករហូត7ថ្ងៃនោះជាពេលដែលការមុបាទានកើតឡើងហើយក្នុងកាមជាដកនៃទ្វាទេសនិបាតបានលើករឿងដែលសម្ដែងឲ្យឃើញដល់សេចក្តីប្រព្រឹត្តរបស់ការមុបាទានដែលកើតឡើងដោយអាស្រ័យតណ្ហាជាហេតុនោះថាព្រះបាទព្រហ្មទត្តនៃនគរព្រានសីមានព្រះអរោះ2អង្គព្រះអរោះបងបានតំណែងព្រះឧបរាជព្រះអរោះប្អូនបានតំណែងសេនាបតីបន្ទាប់មកកាលព្រះរាជបិតាអស់បជនពួកអាមាត្យព្រមគ្នាប្រគល់រាជសម្បត្តិឲ្យព្រះអរោះបងតែព្រះអង្គមិនត្រូវការបានរាជសម្បត្តិឲ្យដល់ប្អូនឡើងក្រងរាជជំនួសហើយស្ដេចចេញចាកនគរទៅកាន់ជនបទជាដែនអាស្រ័យនៅជាមួយតកូលសទ្ធិមួយទ្រង់ធ្វើការនៅក្នុងទីនោះបន្ទាប់មកអ្នកទាំងនោះដឹងថាលោកជាព្រះរាជកុមារក៏មិនព្រមឲ្យលោកធ្វើការហើយបានលើកលោកក្នុងឋានៈជាព្រះរាជកុមារគ្រាក្រោយមកសទ្ធិចូលទៅគាល់ព្រះរាជកុមារទូលសូមឲ្យជួយប្រាប់ទៅព្រះរាជាប្អូនឲ្យចោះសួយសារអាកឲ្យដល់ពួកគេព្រះអង្គក៏ទទួលហើយចាត់ចែងឲ្យសំតាមសេចក្តីប្រាថ្នាគ្រានោះពួកអ្នកភូមិនោះនិងអ្នកភូមិផ្សេងបាននាំគ្នាមកគាល់អង្វរយំណាព្រះអង្គយំអង្វរសូមឲ្យព្រះជាលើកលែងសួយដល់ពួកគេនិងថ្វាយសួយដល់ព្រះអង្គក៏ផ្ញើសារទៅព្រះជាឲ្យទ្រង់លើកលែងប្រាក់សួយដល់អ្នកស្រុកនោះព្រះជាក៏ទ្រង់អនុញ្ញាតពីនោះមកពួកប្រជាជននាំគ្នាថ្វាយសួយដល់ព្រះអង្គធ្វើឲ្យកើតលោភៈលៀបសការៈធំឡើងដោយហេតុនេះភាពរីកចម្រើនរបស់ព្រះអង្គក៏រីកសាយធំឡើងធំទៅទ្រង់បានទូលសុំជនបទនោះទាំងអស់ហើយសូមរាជសម្បត្តិខ្លះព្រះជាប្អូនក៏ព្រះរាជទានឲ្យបានទទួលហើយក៏នៅមិនពេញព្រះហឫទ័យការរីករាយនោះមានកម្លាំងខ្លាំងឡើងជាលំដាប់ទើបទ្រង់គិតនឹងដណ្ដើមរាជច្បាំងញាតិញោមតែសេចុតម៉ាយថាឥឡូវនឹងឲ្យរាជឬមិនឲ្យរាជណាបើមិនឲ្យច្បាំងបានប្អូនថាស្ដេចនេះពីលសុតហ្មងអាខ្លួនឯងត្រូវបានរាជសម្បត្តិហ្នឹងគេឲ្យលើកឲ្យឡើងធ្វើអញដើរចេញមកហើយណាមកប្រាថ្នារាជសម្បត្តិហ្នឹងថាសមនឹងថាពីលណាយល់ទេញោមយល់រឿងហ្នឹងឯងណាអត់ចង់បានរាជសម្បត្តិទេពីដើមហ្នឹងត្រូវបិតាស្លាប់ទៅត្រូវបងនឹងឯងឡើងប៉ុន្តែបងមិនឡើងទេតែនៅជនបទឯណានៅឲ្យប្អូនឡើងគេថាដូចជាមិនប្រាថ្នាណាដូចជាអ្នកអត់ត្រូវការរាជសម្បត្តិដល់តែពេលគេយកសួយយកអីមកឲ្យគេដឹងអញ្ចឹងទៅចេះតែលោភៈចេះតែចម្រើនឡើងយូរទៅសុំឯងសុំស្រុកសួយសុំអីយូរទៅសុំរាជសម្បត្តិពាក្យកដាលយូរសុំទាំងអស់ណាសុំប្លន់รู้ថាឲ្យមិនឲ្យច្បាំងណែមានត្រឹមនាំយ៉ាងទៀតដើមរាជហើយរួបរวมលើកតបទៅចិត្តព្រះនគរបញ្ជូនសារដល់ព្រះជាឲ្យប្រគល់រាជសម្បត្តិឲ្យពុំដូច្នេះទេនឹងត្រូវច្បាំងគ្នាមិនខានព្រះជាប្អូនទ្រង់ព្រះចន្ទានថាព្រះចេតថានេះជាពីលកាលមុននេះមិនត្រេកអរក្នុងរាជសម្បត្តិតែឥឡូវនេះគិតមកដណ្ដើមយករាជសម្បត្តិវិញហើយព្រះជាទ្រង់ប្រាថ្នាសេចក្តីសន្តិភាពហើយក៏បានថ្វាយរាជសម្បត្តិឲ្យដល់ព្រះចេថាគ្រងរាជសម្បត្តិធ្លាក់ក្នុងអំណាចនៃតណ្ហាមិនបានពេញភក្តីក្នុងរាជសម្បត្តិត្រឹមតែមួយព្រះនគរមានសេចក្តីប្រាថ្នារាជសម្បត្តិនៃនគរដទៃទៀតมันមានទីបញ្ចប់នៃសេចក្តីប្រាថ្នាឡើយតាំងពីនឹងមកមិនមែនប្រាថ្នាតែមួយទេណានគរផ្សេងនឹងឲ្យតែលឺអ្នកណាថានគរស្ដុកស្ដំដឹងឲ្យចង់ទៅវាយគេយកបោះគេបោះឯងណាចេះក្រំទេរហូតដល់ឈឺរួមមុខអត់ឃើញទេញញោមឈឺទៅឈឺដាក់ពេទ្យណាក៏មើលមិនជាតែមិនដឹងថាឈឺអីក្អួតទាំងកថោអត់ជាអាហ្នឹងក្អួតឈឺព្រោះតណ្ហាប្រាថ្នាហ្នឹងទេហ្នឹងរោគចិត្តយល់អត់
ដល់ប្រពោធិសត្វហ្នឹងជាពេទ្យចូលទៅព្រះអង្គសម្ដែងគាថាតែម៉ាន់ម៉ាត់ជាបដ ព្រះអង្គសួរថាព្រះជាដូចថាមាននគរ10 20អញ្ចឹងបើឆាន់បាយនេះឆាន់ទាំង110 20អញ្ចឹងហ៎ណាហើយបើនៅនគរហ្នឹងនៅទាំងអស់ហើយដូចតែរបៀបថាបើសិនជាមានទូក2អញ្ចឹងជិះទាំង2អញ្ចឹងហ៎ណាជន់មកខាងអញ្ចឹងហ៎ដល់និយាយចាក់ចំបេះដូងព្រះជាហ្នឹងទៅជាពៀតហ្នឹងទៅត្រូវកលេសណោះណាស្ងប់រងាប់តណ្ហាហ្នឹងទៅស្ងប់ងាប់តណ្ហាហ្នឹងជារោគគ្រានុសកៈទេវរាជទ្រង់មើលសភាពទូទៅក្នុងមនុស្សលោកបានទតឃើញព្រះជាទ្រង់ធ្លាក់នៅក្នុងអំណាចនៃតណ្ហាទើបត្រេះរិះថាព្រះជាអង្គនេះជាពាលមិនមានសេចក្តីបញ្ចិតក្នុងរាជសម្បត្តិនៃខ្លួនយើងនឹងធ្វើឲ្យលោកដឹងខ្លួនខ្លះហើយក៏ក្លែងភេទជាមាននប់ចូលទៅព្រះរាជវាំងហើយចូលកលព្រះជាដោយទូលថាខ្ញុំព្រះអង្គម្ចាស់បានឃើញនគរ3កន្លែងដែលមានធនធានសម្បូរណាស់ខ្ញុំព្រះអង្គម្ចាស់មានត្រូវការព្រះនគរនោះមកថ្វាយដល់ព្រះអង្គសូមព្រះអង្គត្រៀមពលទាហានឲ្យស្រេចចោះព្រះជាលោកធ្លាក់នៅក្នុងអំណាចនៃសេចក្តីលោភក៏សប្បាយព្រះតីសកៈត្រាស់នឹងព្រះជាដូច្នេះហើយស្ដេចក៏ត្រឡប់ទៅឋានរបស់ខ្លួនវិញអត់ឲ្យសួរណាអត់ឲ្យព្រះជានឹងសួរថាមាននប់នោះមកពីណាអីនគរនៅណាណីឲ្យអញដេកអន់ចិត្តអញភ្លេចតែមាននប់នោះនៅឯណាហើយអញអត់បានឲ្យលុយឲ្យកាក់អីឥឡូវហ្នឹងអញបាត់នគរ3ហើយណាយល់នៅព្រះជ្រាក៏ហៅអាមាត្យមកឲ្យប្រាប់ថាមាននប់ម្នាក់ចង់ឲ្យរាជសម្បត្តិនៃនគរ3មកដល់មកពួកយើងដូច្នេះសូមឲ្យពួកលោកត្រៀមពលទាហានឲ្យសពគ្រប់ហើយហៅមាននប់មកឲ្យយើងពួកអាមាត្យនឹមគ្នាទៅរកមាននប់តែមិនបានជួបទើបត្រឡប់មកក្រាបទូលព្រះជាឲ្យទ្រង់ជ្រាបព្រះជាក៏ទោមនោហើយក៏ត្រេះរិះថារាជសម្បត្តិក្នុងព្រះនគរទាំង3នោះនឹងត្រូវបាត់បង់ហើយឃើញអត់អាលោភលន់ទៅជាការຕົកវិញណាសភាពទោមនោដែលកើតឡើងដោយអាស្រ័យលោភៈជាហេតុមានកម្លាំងខ្លាំងធ្វើឲ្យព្រះជាប្រឈួនធ្ងន់វិជ្ជបណ្ឌិតមិនអាចជាបាលបានក្នុងការនាំប្រពោធិសត្វសម្រាប់ការសិក្សាពីក្រុងតកសិលាក៏ត្រឡប់មកស្រុកពោះកាន់ព្រះនគរព្រះនិស័យនោះបានឮថាព្រះជាទ្រង់ប្រឈួនខ្លាំងក៏ចូលទៅរក្សាតែបានសុំឲ្យព្រះជាទ្រង់ប្រាប់ដល់ហេតុដែលធ្វើឲ្យប្រឈួនឲ្យស្ដាប់សិនកាលនឹងគេថាពេទ្យល្បីចាស់ដល់ប្រពោធិសត្វក្មេងគេព្យាបាលមិនជាផងឯងចង់សាកអញ្ចឹងតែអញ្ចឹងគេឲ្យចូលទៅព្យាបាលទៅព្រះជាទ្រង់ក៏ស្ដាប់ទៅទ្រង់ប្រាប់ឲ្យស្ដាប់គ្រប់ប្រការប្រពោធិសត្វទៅក្រាបទូលឲ្យភ្ញាក់រលឹកថាធម្មតាសត្វទាំងឡាយរមែងលះបង់ជីវិតរបស់ខ្លួនព្រោះតែសវិញ្ញាណកៈត្រឹបនិងអវិញ្ញាណកៈត្រឹបទាំងអស់សំបីព្រះអង្គក៏ទ្រង់ក៏គ្រប់គ្រងរាជសម្បត្តិក្នុងព្រះនគរទាំង4ព្រះអង្គក៏សោយអាហារតែក្នុងភេជ្ជៈទាំង4ផ្ទុំលើស្ថានទីទាំង4ទ្រង់គ្រឿងប្រដាប់ទាំង4ព្រមគ្នាក្នុងគ្រាតែមួយមិនបានឃើញអត់យល់ទេបងនគរមិនប្រមាណក៏នៅប្រើតែមួយដែរវាថាវាអត់បានព្រមគ្នាក្នុងគ្រាតែមួយនឹងមិនបានដូច្នេះព្រះអង្គមិនគួរធ្លាក់ក្នុងអំណាចតណ្ហាព្រោះតណ្ហានេះកើតបើចម្រើនឡើងរមែងជាហេតុឲ្យកើតសេចក្តីទុក្ខនឹងធ្លាក់ក្នុងអបាយភូមិទាំង4បានតែពីនោះមកពពោធិសត្វក៏សម្ដែងធម៌ដែលជាគតិដាស់តឿនចិត្តឲ្យដល់ច្រើនអាចធ្វើឲ្យព្រះជាធូរស្រាលចាក់សេចក្តីសោកសៅនិងអាការៈប្រឈួនរហូតដល់ធូរស្រាលបានរឿងនេះបង្រៀនឲ្យដឹងថាតណ្ហាការកើតឡើងជាដំបូងនោះប្រសិនបើមិនព្យាយាមដោះស្រាយក៏នាំឲ្យរីករាលដាលកាន់តែច្រើនឡើងហើយក៏คล้ายទៅជាឧបាទាននិងលំបាកលះបង់តើណាត់បងណាតែប្រកាន់ហើយវាលំបាកហើយសម្ដែងតណ្ហាជាបច្ច័យឲ្យកើតទិដ្ឋុបាទានណាតែ8នាទីទៀតណាសេចក្តីត្រេកអរពេញចិត្តក្នុងអារម្មណ៍នោះជាហេតុឲ្យយល់ឃើញខុសដែលមិនតាក់ទងជាមួយនឹងសិលពតតទិដ្ឋិនិងអត្តទិដ្ឋិទាំងពីរកើតឡើងមុនឈ្មោះតហទិដ្ឋុបាទានអារម្មណ៍ដែលជាគ្រឿងឲ្យកើតសេចក្តីពេញចិត្តនោះបានដល់អារម្មណ៍ខាងក្នុងនិងខាងក្រៅអារម្មណ៍ខាងក្រៅជាអារម្មណ៍ខាងក្នុងជាតួរបស់ខ្លួននោះឯង
សេចក្តីពេញចិត្តរបស់ខ្លួនឯងជាហេតុឲ្យទិដ្ឋិកើតឡើងបាននឹងសេចក្តីពេញចិត្តក្នុងអារម្មណ៍ខាងក្រៅគឺវត្ថុដែលមានជីវិតនិងមិនមានជីវិតទាំងឡាយនោះក៏ជាហេតុឲ្យទិដ្ឋិកើតឡើងបានដូចជាព្រះអង្គតិអ្នកគ្រប់គ្រងក្រុងមេថិលាក្នុងដែនវិទេហៈព្រះអង្គតិនេះមានសេចក្តីជឿក្នុងពាក្យនិយាយរបស់សេនាបតីឈ្មោះអាលាតៈរឿងនាងរូចាសេនាបតីអាលាតៈម្នាក់នេះបានណែនាំឲ្យព្រះបាទអង្គតិទៅកាន់សំណាក់របស់អាចារ្យមិច្ឆាទិដ្ឋិម្នាក់ឈ្មោះថាគុណៈជាត្រកូលកសបៈដល់លទ្ធិអាក្រាតកាយព្រះអង្គតិបានសួរបញ្ហាចំពោះអាចារ្យគុណៈថាបដិបត្តិអ្វីទើបទៅកើតក្នុងសុគតិបានអាចារ្យគុណៈឆ្លើយថាការធ្វើកុសលក្តីអកុសលក្តីឥឡូវនេះមិនបានទទួលផលយ៉ាងណាមួយឡើយការបដិបត្តិចំពោះបិតាមាតាគ្រូអាចារ្យនិងលោកដែលចម្រើនដោយគុណក៏មិនបានទទួលផលយ៉ាងណាដូចតែគ្នាដូច្នេះអ្នកប្រកាន់ខ្លួនថាមានបញ្ញានោះពិតណាស់លោកជាមនុស្សល្ងងពេញចិត្តសាងការបរិច្ចាគអ្នកមានបញ្ញាគឺបណ្ឌិតទាំងឡាយនោះពិតជាអ្នកទទួលទានផលចុងក្រោយនៃការបរិច្ចាគនោះក៏មិនបានទទួលផលយ៉ាងច្បាស់ទាន់ភ្នែកឡើយហើយមិនចាំបាច់ត្រូវធ្វើអ្វីទេកាលមហាកັບគ្រប់84មហាកັບហើយចិត្តរបស់សត្វទាំងឡាយក៏ស្អាតបរិសុទ្ធទៅឯងនឹងនាំគ្នាចូលដល់និព្វានបានរួចផុតចាកសង្សារវដ្តទាំងអស់នេះនេះលទ្ធិនេះកសបៈណាគុណៈណាដល់ពេលថាអញ្ចឹងទៅជឿទេជឿគឺថាធ្វើមិនទៅកាន់សួរថាបានប្រយោជន៍អីទៅកាន់សួរអីចាំបាច់ធ្វើអីទៅពេលវាដល់បរិសុទ្ធវាបរិសុទ្ធហើយការធ្វើទានការរក្សាសិលមិនមានទេញាតិញោមណាការមេត្តាមិនមានគុណបិតាមិនមានគុណការបូជាតូចបូជាធំមិនមានតើអត់លោកនេះមិនមានលោកដតីមិនមានសត្វឧបបាទិកៈក៏មិនមានអ្នកស្អីណាបដិបត្តិធ្វើអីក៏មានមិនមានដែរចឹងហ៎បងតែដល់គ្រប់ពេលចំនួន84កັບហើយវាបរិសុទ្ធហើយចឹងទៅព្រះជាអូនាងរូចានេះលេលើឥតប្រយោជន៍អញខំឲ្យលុយវាទេសាពោសុតសំលុយឯងរាល់តែអពោសុតនឹងទៅធ្វើទៀនធ្វើអីណាចាំបើស្ដាប់ហើយឲ្យលុយទៀតដែរណាលេងឲ្យជឿអញ្ចឹងគ្រានោះសកៈទេវរាជទ្រង់មើលសភាពទូទៅក្នុងមនុស្សលោកបានទតឃើញព្រះជាទ្រង់ធ្លាក់ក្នុងអំណាចនៃតណ្ហាទើបតែរីថាព្រះជាអង្គនេះជាពីលមិនមានសេចក្តីពេញចិត្តក្នុងរាជសម្បត្តិនៃខ្លួនយើងនឹងធ្វើឲ្យលោកដឹងខ្លួនខ្លះហើយក៏ខ្លែងភេទជាមានអបអីច្រឡំហ៎ច្រឡំណាចាសម្ដែងចប់ហើយកាលលោកអាចារ្យសម្ដែងចប់ហើយសេនាបតីអាលាតៈក៏គំទ្រឡើងភ្លាមថានេះអ្នកចាំជាតិអាលាតៈសេនាបតីនេះចាំជាតិដែលលោកអាចារ្យពោលដូច្នេះជាការត្រឹមត្រូវណាស់នេះវាមានអាអ្នកទៅប្រាប់វាមានអ្នកតិលហីយ៉ាងណាត្រឹមត្រូវណាស់ព្រោះខ្លួនឯងនោះការភពមុនខ្ញុំម្ចាស់បានកើតជាអ្នកសម្លាប់គោតែខ្ញុំម្ចាស់ស្លាប់ក៏ធ្លាក់កាន់អបាយហើយត្រឡប់មកកើតជាមនុស្សក្នុងជាតិនេះបានទទួលសេចក្តីទទួលសុខសប្បាយមានតំណែងជាសេនាបតីនេះគេថាវាអត់ទៅកាត់ក្នុងនេះទេវាបានមកនេះបានមកកើតសេនាបតីនេះដូច្នេះទើបសម្ដែងឲ្យឃើញថាអកុសលក៏មិនធ្វើឲ្យបានទទួលផលយ៉ាងណាសំដូចពាក្យពោលរបស់លោកអាចារ្យណាឃើញទេអកុសលឲ្យផលល្មិចខ្ញុំជាសេនាបតីនេះខ្ញុំយល់អត់ត្រូវសេនាបតីអាលាតៈជាអ្នករលឹកជាតិបានតែរលឹកបានត្រឹមតែមួយជាតិប៉ុណ្ណោះនេះដូច្នេះទើបមិនអាចដឹងដល់ការប្រព្រឹត្តនៅក្នុងជាតិទី3បានគឺបានយកផ្កាឈើទៅបូជាបច្ចេតដីដែលតម្កល់ព្រះសិរីរុក្ខធាតុរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែពេលចិត្តស្លាប់ក្នុងជាតិនេះកុសលដែលបូជាព្រះសិរីរុក្ខធាតុមិនមានឱកាសឲ្យផលកុសលដតីដែលជាកុសលទាបជាងមានឱកាសឲ្យផលមុនដូច្នេះ
ទើបឲ្យផលបានមកកើតជាមនុស្សជនខ្ពស់ជាស្នាបតីបានទទួលសេចក្តីសុខក្នុងបច្ចុប្បន្នជាតិនេះប៉ុន្តែស្នាបតីអលាតៈមិនអាចដឹងដល់រឿងរ៉ាវក្នុងជាតិទី3នោះបានទើបយល់ចូលចិត្តថាអកុសលដែលខ្លួនធ្វើក្នុងទុកក្នុងជាតិទី2នោះមិនបានឲ្យផលណាឡើយសាបានអត់ជាតិទី2កាត់គោប៉ុន្តែវាអត់ឲ្យផលហើយកើតមកស្នាបតីឃើញអត់អញ្ចឹងបានថាអកុសលដែលធ្វើនោះវាអត់ឲ្យផលទេញញោមយល់អត់ប៉ុន្តែអត់ដឹងអាជាតិទី3នេះយើងខ្លួនឯងនេះបូជាព្រះទេបូជាផ្កាចំពោះព្រះទេយល់អត់ណាចាំជាតិនឹងបញ្ហាធំហ្នឹងសិតតែទិដ្ឋិជីវិតរបស់ខ្លួនដែលចម្រើនរុងរឿងក្នុងបច្ចុប្បន្នជាតិនេះជាវត្ថុដែលកើតឡើងឯងមិនមែនជាផលរបស់វត្ថុណាមួយឡើយឃើញទេចម្រើនឡើងឯងមានតែបាបឯណាឥឡូវហ្នឹងមិនចម្រើនឥឡូវជាស្នាបតីហើយកុំធ្វើបាបជាតិមុនយល់អត់ណាក្នុងគណៈនោះមានបរិសម្នាក់ជាទេសៈឈ្មោះពីជកៈណាជាអ្នកបដិបត្តិក្នុងសិលជានិច្ចអាហ្នឹងក៏ថាទៀតថាខ្ញុំបដិបត្តិសិលប៉ុន្តែក្រមកធ្វើទេសៈនេះឃើញអត់អ្នកបដិបត្តិក្នុងសិលជានិច្ចបានអង្គុយស្ដាប់ក្នុងទីនោះផងការបានឮលោកអាចារ្យគុណៈសម្ដែងធម៌យ៉ាងនេះហើយស្នាបតីអលាតៈពលសរសើរព្រមទាំងសម្ដែងរឿងរ៉ាវរបស់ខ្លួនមកឲ្យស្ដាប់ដូច្នេះហើយទេសៈពីជកៈបានស្រែកយំឡើងមួយរំពេចទៅពោលថាការសម្ដែងនៅធម៌របស់លោកអាចារ្យនោះត្រឹមត្រូវតែម្យ៉ាងព្រោះត្រឹមត្រូវតែម្ដងព្រោះខ្ញុំម្ចាស់ក៏ដូចគ្នាដូចតែគ្នាកាលជាតិមុនខ្ញុំបានកើតជាក្សត្រមានត្រឹម80កោដហើយខ្ញុំក៏បានធ្វើបុណ្យរសាសិលជានិច្ចមិនបានធ្វើទុច្ចរិតណាមួយឡើយដល់ពេលខ្ញុំស្លាប់ទៅកុសលដែលខ្ញុំបានធ្វើនោះក៏មិនឃើញឲ្យផលដល់ខ្ញុំឲ្យខ្ញុំបានទទួលសេចក្តីសុខសប្បាយណាមួយឡើយខ្ញុំត្រូវមកកើតជាមនុស្សជាន់ទាបជាទេសៈរបស់គេដូច្នេះប៉ុន្តែទោះជាយ៉ាងនេះក្តីខ្ញុំចាស់នៅឧស្សាហ៍ធ្វើបុណ្យរសាសិលជានិច្ចមិនបានរលឹកដល់សេចក្តីលំបាកនិងវាចាកការធ្វើទុច្ចរិតផ្សេងៗដូចគ្នាកាលខ្ញុំចាស់បានស្ដាប់លោកអាចារ្យនិងលោកស្នាបតីសម្ដែងរឿងរ៉ាវដូច្នេះក៏ដឹងបានថាកុសលផ្សេងៗដែលខ្ញុំបានធ្វើនោះมันមានប្រយោជន៍ទេជាប្រកាសព្រោះខ្ញុំម្ចាស់បានធ្វើបុណ្យទុកក្នុងជាតិមុនក៏មិនឃើញឲ្យផលដល់ខ្ញុំម្ចាស់ដូច្នេះកុសលដែលខ្ញុំម្ចាស់បានធ្វើឡើងថ្មីក្នុងជាតិនេះក៏មិនឲ្យផលក្នុងជាតិខាងមុខដែរដោយហេតុនេះទើបខ្ញុំម្ចាស់ឈប់ជឿថាបុណ្យមានផលបាបមានផលតើអត់ណាបុណ្យមានផលបាបមានផលពួកខ្លួនធ្វើល្អនឹកឃើញក្នុងអាជាតិមុននឹងបានមកជាតិដូចគ្នារឿងរ៉ាវរបស់ទេសៈពីជកៈក៏ប្រព្រឹត្តទៅទំនងដូចគ្នានឹងស្នាបតីអលាតៈគឺទេសៈពីជកៈនេះរលឹកជាតិបានត្រឹមតែមួយជាតិមិនបានដឹងថាក្នុងកាលសាសនារបស់ព្រះកស្សបៈសម្មាសម្ពុទ្ធអង្គនោះទេសៈពីជកៈនេះបានកើតជាអ្នកចិញ្ចឹមគោថ្ងៃមួយគោដែលចិញ្ចឹមនោះបាត់ក៏ចាញ់ទៅរកក្នុងព្រៃខណៈនោះមានសាមណៈមួយអង្គវង្វេងផ្លូវមកជួបអ្នកចិញ្ចឹមគោទើបសួរផ្លូវនេះទៅណាអ្នកចិញ្ចឹមគោនោះមិនចាប់អារម្មណ៍ចំពោះសំណួររបស់ពធេរៈនោះព្រោះបំណងទៅរកគោឲ្យបានជួបប្រទេសតែប៉ុណ្ណោះពធេរៈទើបសួរបន្ថែមទៀតថាផ្លូវនេះទៅណាជួយប្រាប់ឲ្យអាត្មាភាពដឹងផងអ្នកចិញ្ចឹមគោដឹងប៉ុន្តែមិនពេញចិត្តប្រាប់ទៅពោលវិចារត្រគោះបោះបោកដូច្នេះថាព្រះអង្គនេះមិនស្គាល់កលៈទេសៈប្រហែលជាតកូលទាស័យហើយនេះប៉ុណ្ណឹងវិចារដែលពោលហើយក៏សម្រេចជាវិជ័យកម្មប៉ុន្តែមិនទាន់ឲ្យផលបានកើតមកជាសទ្ធិសិនទៅមកអកុសលវិជ័យកម្មដែលធ្លាប់ជេរនោះទើបមានឱកាសឲ្យផលដោយហេតុនេះ